ឥឡូវគេឲ្យចូលក្រុមប្រឹក្សាសន្តិភាពជាមួយអាមេរិកអត់ថ្កោលទោសថៃអាមេរិកអត់រករឿងថៃហើយយើងអត់ទៅប្តឹងទៅតុលាការអន្តរជាតិឬក៏យុត្តិធម៌អន្តរជាតិ ICC បានទេព្រោះនៅពេលដែលយើងប្រើយន្តការចរចាសន្តិភាពនេះគឺយើងត្រូវតែស្រស់ស្រួលទទួលយកអាសាច់ជូនខ្លាបាននៅស្រុកបានយើងបានសន្តិភាពគឺយើងនឹងបាត់ដីម្ដងទៀតខ្ញុំអត់និយាយថាការដោះដូរដីនេះដើម្បីសន្តិភាពទេតែថៃគឺនឹងមិនខ្ជាក់ដីនេះមកវិញទេនៅក្នុងយុទ្ធនាការចរចានេះព្រោះអីអាការចរចានេះគឺយើងចាញ់ប្រៀបថៃត្រង់ថាថៃប្រើផែនទីខ្នាតលើ150,000យើងប្រើលើ1200,000វាអត់ស៊ីគ្នាទេហើយថៃប្រើមួយលើ50,000គេបានគ្រប់គ្រងដីយើងរួចទៅហើយអញ្ចឹងគេយកដីយើងដែលជាប្លង់ទុនរបស់យើងហ្នឹងគេយកទៅធ្វើប្លង់រឹងរបស់គេទៅហើយយើងទៅចរចាយ៉ាងម៉េចឥឡូវហ្នឹងបើយើងចរចាតាមយន្តការដដែលគឺយើងនឹងមិនបានដីនឹងមកវិញទេបានខ្លះក៏ដោយបងប្អូនបើបាត់ដីខ្មែរសូម្បីតែ1មីលីម៉ែត្រណាគឺកម្ពុជាបាត់ដីហើយអត់មានរឿងអីដែលថ្នាក់ដឹកនាំអាចទៅស្អំចិត្តប្រជាពលរដ្ឋបានទេខ្ញុំគ្រាន់តែជម្រាបតែប៉ុណ្្នឹងទេចង់អស់លោកមកចង់ប្រាប់ថាទេដើម្បីសន្តិភាពវាត្រូវតែមានសម្បទានបានមានចោះប៉ុន្តែដីទាំងអស់នោះពីមុនដីខ្មែរតាទាហានខ្មែរឈរជើងទាំងអស់ភ្នំទ្រាប់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីតំបន់ទាំង14ទីតាំងនិង26ទៀតដែលទាហានថៃគ្រប់គ្រងនេះជាកន្លែងឈរជើងរបស់ទាហានខ្មែរតាឲ្យទៅប្រាប់ទាហានខ្មែរជួមុខយ៉ាងម៉េចឲ្យគេអស់ចិត្តប្រាប់ប្រជាពលរដ្ឋខ្មែរយ៉ាងម៉េចឲ្យលោកអស់ចិត្តអានេះជាវិញ្ញាសាសម្រាប់បងប្អូនខាងរដ្ឋាភិបាលកម្ពុជាតាខ្ញុំពេលដែលខ្ញុំនិយាយឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះណាគឺខ្ញុំជួយសង្គ្រោះរដ្ឋាភិបាលកម្ពុជាទេនិយាយឲ្យស្មោះត្រង់ឲ្យអស់លោកនឹងកុំពិបាកនៅក្នុងការដោះស្រាយប្រាប់ប្រជាពលរដ្ឋយើងដែលខ្លោចផ្សារបាត់ដីព្រោះក្តីសង្ឃឹមគឺតុលាការគេសម្រេចទៅបើតុលាការសម្រេចឲ្យថៃពាក់កណ្ដាលប្រជាពលរដ្ឋក៏អស់ចិត្តដែរព្រោះមានអាជ្ញាកណ្ដាលប៉ុន្តែបើយើងចរចារបៀបទ្វេភាគីក្រុមប្រឹក្សាឬក៏អីនេះបានប្រមាណក៏ប្រជាពលរដ្ឋអត់អស់ចិត្តដែរព្រោះអីរដ្ឋាភិបាលនឹងប្រើនយោបាយប្រជាពិធដ្ឋឲ្យគម្រាមកំហែងប្រជាពលរដ្ឋអត់ឲ្យនិយាយអីទៀតចាប់គេដាក់គុកទៀតបើមិនព្រមទទួលយកអ្វីដែលកម្ពុជាព្រមព្រៀងជាមួយថៃចាំមើលមានអញ្ចឹងទៀតអានឹងនឹងធ្វើឲ្យប្រជាពលរដ្ឋខ្លោចផ្សារហើយរដ្ឋាភិបាលនេះក៏អត់ឈរជើងបានយូរដែររឿងដែនអធិបតេយ្យរដ្ឋាភិបាលណាក៏ឈរជើងអត់បានយូរដែរខ្ញុំនិយាយនេះគឺយកតែប៉ុនទេខ្ញុំអត់ចង់ឲ្យរដ្ឋាភិបាលនេះរលាយទៅណាទេខ្ញុំចង់ឲ្យមានស្ថិរភាពនយោបាយបងប្អូនប្រកបរបរទទួលសំទោសបងប្អូនដោយសារតែវាកៀងតិចខ្ញុំចង់និយាយថាខ្ញុំនិយាយយកតែប៉ុនទេប៉ុននេះគឺខ្ញុំចង់ប្រាប់ថារដ្ឋាភិបាលបើមិនរកដំណោះស្រាយណាមួយសមស្របគឺប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នៅពេលដែលប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ហើយយើងប្រើនយោបាយប្រជាពិធដ្ឋដើម្បីបង្ក្រាបប្រជាពលរដ្ឋហើយមិនរកអ្វីដែលឲ្យក៏អស់ចិត្តគឺប្រជាពលរដ្ឋនឹងរករឿងយើងតែរហូតតានៅពេលដែលរករឿងរហូតរដ្ឋាភិបាលលំបាកហើយនៅតែប្រជាពិធដ្ឋប្រជាពលរដ្ឋលែងទុកចិត្តកាន់តែខ្លាំងទៅអានោះហើយដែលស្រុកយើងមានបញ្ហាអញ្ចឹងហើយបានខ្ញុំចេះតែលើកទឹកចិត្តថាចរចាក៏ចរចាចោះតែយើងត្រូវប្តឹងផងទៅតុលាការយុត្តិធម៌អន្តរជាតិហើយកុំកុហកបងប្អូនប្រជាពលរដ្ឋថាយើងកំពុងតែរៀបចំសំណុំរឿងហើយយើងកំពុងតែនេះហើយយើងត្រូវតែមានគោលការណ៍ច្បាស់លាស់មួយបើមិនចឹងទេគឺយើងនឹងលំបាកឲ្យបងប្អូនតែយ៉ាងណាបងប្អូនឥឡូវនេះគឺយើងដល់តល់ច្រកដូចគ្នាអញ្ចឹងរឿងអាសាច់ជូនខ្លានេះគឺយើងធ្វើបាននៅក្នុងបរិបទនយោបាយស្រុកខ្មែរដោយសារយើងបង្ក្រាបគេកុំឲ្យងើបបានយើងអាចទប់បានប៉ុន្តែជាមួយនឹងរឿងព្រំដែនយើងអាចទប់ប្រជាពលរដ្ឋ17លានអ្នកមិនឲ្យឈឺចាប់នឹងការបាត់ដីទៅថៃទេខ្ញុំជឿថារឿងនេះគឺជារឿងដ៏លំបាកបំផុតហើយឥឡូវបន្ទាប់មកទៀតគឺតកតងនឹងថៃនិងកម្ពុជាប្រជែងគ្នាលើយកអាកិច្ចសហប្រតិបត្តិការជាមួយនឹងយោធាអាមេរិកទីតីពីគ្នាអកុសលណាស់បងប្អូនម៉ោងណាស់ណាកម្ពុជាកំពុងតែបង្ហាញអំពីការជួបមន្ត្រីយោធាអាមេរិកកងទ័ពជើងទឹកអីហ្នឹងគឺសហការថៃថ្ងៃហ្នឹងក៏គេធ្វើសន្និសីទព័ត៌មានដែរជាមួយនឹងឯកអគ្គរដ្ឋទូតរបស់ប្រទេសអាមេរិកប្រចាំនឹងប្រទេសថៃលោក Sean O'Neill ហើយគេនិយាយអំពីការបដិញ្ញារឿងធ្វើសម្ពយុទ្ធយោធាជាមួយថៃអាមេរិកគេធ្វើយោធាសម្ពយុទ្ធយោធាស្អីពោះវែកមាសអីគេនោះនៅចុងខែកុម្ភៈយើងគ្រាន់តែបានកប៉ាល់អាមេរិកចូលចតមួយគ្រាន់តែសំចតជាភ្ញៀវជាទេសចរទេ
ថៃឯណោះគេធ្វើសម្ពយុទ្ធយោធាជាមួយគ្នាមានការបដិញ្ញាយ៉ាងមុតមមឃើញអាមេរិកនៅខាងថៃទេបងប្អូនអាមេរិកមកនេះគឺគ្រាន់តែស្អំដើម្បីលួងចិត្តថា Indo-Pacific ហ្នឹងចេះតែទៅធ្វើដំណើរអញ្ចឹងទៅដើម្បីបើកចំហកិច្ចសហប្រតិបត្តិការប៉ុន្តែអ្វីដែលដុំកំភួនគឺថៃហើយថៃគេសម្ញែងមកអញ្ចឹងឯអគ្គរដ្ឋទូតរបស់រដ្ឋទូតរបស់អាមេរិកប្រចាំនៅថៃថ្មីគឺលោក Sean O'Neill មិនត្រឹមតែចូលរួមសន្និសីទសារព័ត៌មានជាមួយនឹងមេតបកម្ពុជារបស់ថៃតកតងនឹងរឿងសហការជាមួយនឹងរឿងសម្ពយុទ្ធយោធាជាមួយថៃទេគឺចោះទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធតបថៃដែលពលីនៅក្នុងចំនួនប្រដាប់អាវុធជាមួយកម្ពុជាទៀតអាមេរិកចោះទៅដាក់កម្រងផ្កាលើស័ព្ទយោធាថៃដែលពលីនិយាយទៅអាចពលីនៅក្នុងសម័យនេះនិងសម័យផ្សេងទៀតផងតើមានមន្ត្រីអាមេរិកប្រមាណអ្នកនៅទូតកម្ពុជាដែលទៅបំពាក់កម្រងផ្កាលើនៅកន្លែងស័ព្ទយោធាពលីរបស់កម្ពុជាក្នុងសមរភូមិដែរទេនៅពេលដែលយើងកំពុងតែពេញចិត្តនឹងអាមេរិកដែលចូលមកគឺគ្រាន់តែជានិមិត្តរូបរឿងនេះហើយដែលខ្ញុំរកម្មចិត្តមែនតើខ្ញុំនិយាយថាយើងសប្បាយចិត្តដែលឃើញមានកិច្ចសហប្រតិបត្តិការប៉ុន្តែជាកិច្ចសហប្រតិបត្តិការនិមិត្តរូបទេយើងគេឯណោះចឹងមិនថារឿងនេះចឹងមិនថាកុំអាលអេជាមួយនឹងអាមេរិកនឹងខ្លាំងពេកយើងត្រូវរកមើលវិធីយ៉ាងម៉េចសហការទៅប៉ុន្តែត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យខានតបានផងហើយបន្ទាប់មកទៀតគឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាណាបានដាក់សំណើបន្ទាន់មួយទៀតហើយតាក់ទងករណីយោធាថៃរំលោភសិទ្ធិជនភៀសសឹកខ្ញុំសរសើរលោកកែវរេមីទៀតឲ្យគាត់ដាក់ទៅខាងអ្នករាយការណ៍ពិសេសអំពីសិទ្ធិជនភៀសសឹករបស់អង្គការសហជីវជាតិវិជាការល្អឲ្យពួកអីជនភៀសសឹកច្រើនពាន់អ្នកណាស់ដែលមិនទាន់បានវិលទៅលំនៅឋានអស់ឥឡូវនៅសល់មួយសែនអ្នកជាងប៉ុន្តែរាប់ពាន់គ្រួសារដែលមិនអាចចូលទៅបឹងតគួនភូមិជោគជ័យនិងភូមិអីបានណាដែលរឿងនេះគឺជាការកម្មចិត្តប៉ុន្តែលោកកែវរេមីសរសេរលិខិតនេះជាភាសាអង់គ្លេសដាក់ថាសំណើបន្ទាន់ប៉ុន្តែនៅភាសាខ្មែរគាត់ថាដាក់ពាក្យបណ្ដឹងទៅស្ថាប័នអង្គការសហជីវជាតិពាក្យបណ្ដឹងគឺបានន័យថាជាការដែលប្តឹងផ្ដាល់មានអង្គហេតុអីច្រើនដូចយើងប្តឹងទៅតុលាការអញ្ចឹងប៉ុន្តែទៅអង្គការសហជីវជាតិមិនមែនជាបណ្ដឹងទេវាជាសេចក្តីជូនដំណឹងសំណើបន្ទាន់ឬក៏សេចក្តីអំពាវនាវគឺវាសមរម្យប៉ុន្តែដាក់ពាក្យបណ្ដឹងទៅលោកកែវរេមីខ្លាចថាអត់ដែលបានដាក់ពាក្យបណ្ដឹងអស់ដាក់បណ្ដឹងម្ដងទៅមិនមែនជាបណ្ដឹងទេវាជាសេចក្តីស្នើបន្ទាន់តែយ៉ាងណាបងប្អូនក៏ធ្វើត្រឹមត្រូវហើយស្នើទៅអង្គការសហជីវជាតិឲ្យជួយប៉ុន្តែស្នើនឹងប្រមាណ100ដងហ្នឹងវាអត់មានអ្នកណាជួយយើងទេព្រោះគេអត់បានចាត់ទុកថាថៃឈ្លានពានកម្ពុជាហើយមួយយ៉ាងទៀតទៅស្នើអន្តរជាតិណាជួយក៏គេអត់ជួយយើងបានទាន់ចិត្តដែរដោយសារអីយើងព្រមព្រៀងគ្នាជាមួយថៃថាអ្នកណានៅណាអ្នកនឹងនៅហ្នឹងអញ្ចឹងអាកិច្ចព្រមព្រៀងរបស់យើងហ្នឹងគឺកំណត់ថាថៃគឺគេនៅណានៅហ្នឹងណាបងប្អូនអាហ្នឹងហើយដែលជាបញ្ហាដូច្នេះយើងពិបាកណាស់បើយើងមិនព្រមព្រៀងអ្នកណានៅណានៅហ្នឹងក៏យើងអត់បានកិច្ចព្រមព្រៀងឈប់បាញ់ហ្នឹងមិនដឹងបាញ់គ្នាដល់ពេលណាទៀតហើយបងប្អូនប្រជាពលរដ្ឋមួយចំនួនគាត់សួរទៅវិញថាចោះលោកអភិបាលខេត្តឧត្តរមានជ័យបន្ទាយមានជ័យគឺលោកអ៊ុំរាត្រីនោះដែលកាលពីដំបូងឡើយសិតតែនៅណាប្រាប់ប្រជាពលរដ្ឋថាកុំចេះទុកឲ្យតារាត្រីដោះស្រាយដីធ្លីក៏កុំចេះដឹងកុំចង់ផ្សាយកុំអីឥឡូវប្រជាពលរដ្ឋក៏សួរថាចុះឥឡូវតារាត្រីធ្វើអីឥឡូវបើប្រជាពលរដ្ឋទៅដីគាត់អត់ឲ្យខ្វល់ពីមុនមកឥឡូវទៅអត់បានចូលអត់បានហ្នឹងតើដោះស្រាយយ៉ាងម៉េចអីអញ្ចឹងទៅនេះគឺជាសំណូមពររបស់ប្រជាពលរដ្ឋដែលចង់សួរទៅលោកតារាត្រីឬក៏លោកអ៊ុំរាត្រីទៅលោកបកស្រាយបាទសូមទោសបងប្អូនខ្ញុំមានការរអាក់រអួលបន្តិចដោយសារតែភ្លេចបិទairplane mode ពេលដែលធ្វើ show នេះគឺបងប្អូនទេមកចូលចឹងមានការរអាក់រអួលខ្ញុំចង់និយាយមុននេះថាមានសំណូមពរពីប្រជាពលរដ្ឋយើងនៅឯតំបន់ព្រៃច័ន្ទភូមិជោគជ័យនៅខេត្តបន្ទាយមានជ័យដែលលោកអ៊ុំរាត្រីដែលពីមុនគាត់អះអាងថាកុំចេះដឹងពេកតាអ៊ុំរាត្រីដឹងធ្វើអីហើយមិនចាំប្រជាពលរដ្ឋខ្វល់ខ្វាយរឿងដីតំបន់ហ្នឹងឥឡូវនេះដីទាំងអស់នោះគាត់ចូលទៅវិញឲ្យបានគាត់សួរថាលោកតារាត្រីតើធ្វើយ៉ាងម៉េចឥឡូវហ្នឹងឲ្យប្រជាពលរដ្ឋធ្វើយ៉ាងម៉េចខ្ញុំថានេះគាត់តែជាសារដើម្បីផ្ចាញ់ចាលលោកអ៊ុំរាត្រីទេគាត់ក៏ខំប្រឹងដែរប៉ុន្តែមានលោកអ៊ុំរាត្រីនឹង100នាក់ទៀតក៏ដោះស្រាយបញ្ហានេះមិនបានដែរបើយើងធ្វើដោយអត់សពថ្ងៃនេះណាព្រោះប្តឹងគឺអត់ប្តឹងយើងគ្រាន់តវ៉ាយើងគ្រាន់តែស្នើយើងសុំអន្តរាគមន៍សុំអំពាវនាវអីហ្នឹងគឺទៅសុំភ្លើងយៈហើយតើតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬតុលាការព្រហ្មទណ្ឌអន្តរជាតិចេញជាបណ្ដឹងមានចំណាត់ការហើយវាអាចប្រើពេលយូរមែន
ប៉ុន្តែវាមានចំណាត់ការប៉ុន្តែបើយើងធ្វើតាមយន្តការចរចានេះគឺខ្លោចផ្សារឲ្យព្រោះយើងបានព្រមឲ្យថៃនៅណានៅហ្នឹងយើងព្រមឲ្យគេនៅណានៅហ្នឹងនេះអានៅក្នុងកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមហ្នឹងណាអញ្ចឹងបងប្អូនមិនដឹងថាត្រូវឲ្យកម្ពុជាដោះស្រាយមិនឥឡូវទៅប្រាប់គេថានៅណានៅហ្នឹងឲ្យគេទៅណាបើយើងប្រាប់ថាឲ្យដកចេញសិនចាំចោះកិច្ចព្រមព្រៀងជាមួយគ្នាអានឹងមិនត្រូវបាទឥឡូវនេះគឺដោយសារអស់ពេលវេលាឲ្យខ្ញុំជពាក់រឿងពីរបងប្អូនដែលត្រូវសងសម្រាប់ថ្ងៃស្អែកទី1ខ្ញុំជពាក់រឿងសេចក្តីថ្លែងការណ៍របស់ស្អីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលពីរឿងជំងឺថ្មីដែលកំពុងរាតត្បាតខ្លាំងលើពិភពលោកឲ្យបងប្អូនប្រយ័ត្នខ្ញុំមិនទាន់មានពេលគ្រប់គ្រាន់ថ្ងៃនេះខ្ញុំត្រូវធ្វើការផងហើយថាសងក៏សងតែមិនទាន់ទី2គឺតកតងនឹងសារព័ត៌មានថៃអះអាងថារដ្ឋាភិបាលកម្ពុជាឲ្យលោកទាបាញ់តកតងថៃដើម្បីជជែកគ្នារឿងសន្តិភាពអានឹងនឹងសងនយោបាយស្អែកដែរហើយថៃប្រឹងផ្សាយរឿងកម្ពុជាជីកលេនដ្ឋាននៅក្នុងដីខ្មែរនៅខ្សែត្រៀមជួរមុខក្រោយបត់ឈប់បាញ់ក៏នឹងផ្សាយនៅពេលយប់នេះដែរនឹងករណីមន្ត្រីចង្អុលមុខចង់ទះកំភ្លៀងរាសពលរដ្ឋមន្ត្រីរាជការខ្មែរខ្លះប្រហែលជាពិសាសាច់ខ្លាទើបចរិតកោងកាចនេះខ្ញុំនឹងលើកយកមកបង្ហាញដែរដោយនឹងសម្ដីលោកវ័យសំណាងអភិបាលខេត្តកំពង់ស្ពឺរឿងអ្នកកសែតពវល់ទៅហូបកាហ្វេនោះតើរឿងនឹងយ៉ាងម៉េចផងហើយនឹងចុងក្រោយសាលាធរតម្កល់សាលក្រមផ្ដន់ទាទោសលោកកើតសរាយប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរនេះក៏ខ្ញុំនឹងផ្សាយនៅយប់ស្អែកអាចព្រឹកថ្ងៃត្រង់ស្អែកបាទកុំឲ្យជពាក់ច្រើនពេកតែសូមអធិស្ឋានដោយសារតែពេលវេលាខ្លីហើយខ្ញុំមានធុរៈនឹងការងារដែលត្រូវបំពេញផងខ្ញុំសូមស្លេះការផ្សាយត្រឹមប៉ុណ្ណេះអរគុណបងប្អូនដែលត្រីសួស្ដីបងប្អូននៅស្រុកខ្មែរបានចូលគេងពីប្រឡំបន្តិចដោយសារតែខ្ញុំបញ្ចប់ show រៀងលឿនហើយអរុនសួស្ដីបងប្អូននៅទីនេះហើយបងប្អូននៅតំបន់ឆ្នេរខាងកើតសូមរក្សាសុវត្ថិភាពដោយសារព្យុះព្រិលកំណាចកំពុងតែបក់ខ្លាំងនៅ40រដ្ឋនៅឯភាគខាងកើតនោះសូមរកទីទួលមានសុទីហោខ្ញុំផ្សាយរឿងអីមួយថាពីរឿងកប៉ាល់ឬក៏នាវាអាមេរិកចុះចតនៅកំពង់ផែរៀមរយៈពេល5ថ្ងៃដើម្បីមករត់ចំណងកម្ពុជាខ្មែរអាមេរិកអញ្ចឹងទៅហើយស្រាប់តែអស់លោកថាអត់ទេនាវានឹងអត់មានចុះចតនៅកំពង់ផែរៀមទេគឺជារឿងព័ត៌មានមិនពិតទេតាមពិតនាវានឹងគឺជារូប AI រូបអីបញ្យល់មកអាហ្នឹងខ្ញុំចាញ់ហើយខ្ញុំចាញ់ដោយសារអីគឺមានការផ្ទៀងផ្ទាត់ការពិតហើយអ្នកសារព័ត៌មានដូចខ្ញុំនេះណាដោយប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈវាមិនមែនឥតខ្ចោះទេហើយកុំយកពាក្យដែលខ្ញុំថាឥតខ្ចោះហ្នឹងមកវាយប្រហារថាមួងណារ៉េតហ្នឹងខុសគ្រប់តែរឿងដែរចេះតែផ្សាយមិនមែនទេខ្ញុំសារភាពថាវាមានខុសឆ្គងកន្លែងខ្លះខុសតួលេខអីចឹងទៅផ្សាយវាមិនទាន់ម្នាក់ឯងអីខ្ញុំនៅតែយកមកកែតម្រូវអីវិញអញ្ចឹងឲ្យបងប្អូនជាផ្នែកចំោះជួយមកខ្ញុំកែប៉ុន្តែមិនមែនបានន័យថាអូអពេលតែខ្ញុំនិយាយថាខ្ញុំឈឺមិនមែនជីចាប់ដោយសារតែអស់លោកសតិសម្បញ្ញៈអស់លោកហ្នឹងវាខ្មែរខ្ញុំស្រក់ទឹកភ្នែកព្រោះអីប្រហែលកូនខ្ញុំដែរកូនខ្ញុំដែលបរៀនអប់រំមក3 4នាក់មកដើម្បីឲ្យចេះដឹងមកហ្នឹងដើម្បីអីជាកតិជួយជាតិជួយមាតុភូមិយើងឲ្យថ្លៃថ្នូរលើកកម្ពស់សិលធម៌សុជីវធម៌សេចក្តីថ្លៃថ្នូររបស់ខ្មែរមិនមែនបន្ទាបបន្ថោកដោយយកយុវជនសារក្រោយឲ្យគ្នាអស់សង្ឃឹមប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមអញ្ចឹងទេអាហ្នឹងដែលខ្ញុំឈឺចាប់នឹងភាពបាត់ផ្សាររបស់អស់លោកទេមិនមែនឈឺចាប់នឹងប៉ះពាល់ព្រោះហេតុអីបានប៉ះពាល់អស់លោកមិនដែលនិយាយអីរិះគន់ខ្ញុំត្រូវផងហ្នឹងអស់លោកនិយាយស្អីគេឥឡូវមើលមករករឿងខ្ញុំគឺដោយសារតែខ្ញុំនិយាយការពិតដែលតាក់ទងនឹងអ្វីដែលមេអស់លោកធ្វើអត់បានមករករឿងបន្សាបនៅអ្វីដែលជាអ្នករត់សម្បត្តិអស់លោកកំពុងតែធ្វើបាបអ្នករត់សម្បត្តិណាបងប្អូនអត់មើលម្ដងទៀតបងប្អូនអ្នករត់សម្បត្តិណាគ្នាគ្រាន់តែយកសម្បត្តិហ្នឹងយកទៅឲ្យនៅផ្ទះហ្នឹងខ្លឹមសារនៃសម្បត្តិគឺជាគូឆ្លើយឆ្លងគ្នាជេរគ្នាស្រឡាញ់គ្នាថើបគ្នាដោយអានសម្បត្តិហ្នឹងហើយអាហ្នឹងរឿងឯងតែ2នាក់ហ្នឹងខ្ញុំជាអ្នករត់សម្បត្តិហេតុអីមកវាយដំខ្ញុំគ្រាន់តែយកសម្បត្តិឲ្យបើយកសម្បត្តិត្រូវឆ្នោតមកអោបថើបខ្ញុំដល់ពេលយកសម្បត្តិមកនិយាយគេរឹបអូសផ្ទះដោយសារតែអត់បានបង់លុយគេតាន់ពេលវេលាឬឡាក់ហ្នឹងមកទាត់ធាក់ខ្ញុំជាអ្នករត់សម្បត្តិខ្ញុំមានរឿងអីដែលត្រូវឲ្យអស់លោកមករករឿងខ្ញុំព្រោះខ្ញុំមិនមានផ្នែកអីនៅក្នុងសម្បត្តិហ្នឹងឯណាអស់លោកសបាយក៏ខ្ញុំមិនដឹងថាសម្បត្តិហ្នឹងមានន័យអីខ្ញុំគ្រាន់តែថាអូប្រហែលសម្បត្តិហ្នឹងគេសរសេរពីល្អអីហើយដឹងបានជាគេសបាយមកអោបថើបខ្ញុំបានតែប៉ុណ្្នឹងញញឹមចឹងដល់តែពេលថ្ងៃក្រោយចូលទៅមកធាក់ខ្ញុំគ្រិចចកេះខ្ញុំអត់ដឹងខ្ញុំដឹងថាសម្បត្តិហ្នឹងប្រហែលជាគាត់ឆ្លោះគ្នារឿងអីហើយទៅអីចោះបើឆ្លោះគ្នារឿងគាត់ហេតុអីមកធាក់អ្នករត់សម្បត្តិទៅវិញអស់លោកកំពុងតែធាក់អ្នករត់សម្បត្តិហើយនេះព្រោះខ្ញុំអត់មានរឿងអីនៅក្នុងចំណែកនេះសោះទី1ខ្ញុំមិនមែនជាសមាជិករបស់គណៈបកប្រឆាំងដែលអស់លោកតវ៉ាដាក់ថាជាក្រុមប្រទានក៏អត់ដែរខ្ញុំមិនមែនជាសមាជិករបស់គណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលឬក៏កំពុងតែដើមតំណែងនាយករដ្ឋមន្ត្រីឬក៏ឯកឧត្តមក្រសួងក៏អត់ទេដែរដូចជាបុគ្គលសាធារណៈគាត់តែផ្សាយព័ត៌មានដើម្បីជាធម្មទានសុទ្ធសាធ
ហើយមកចំណែនអីនឹងខ្ញុំបើចំណែននឹងខ្ញុំធ្វើឲ្យល្អជាងខ្ញុំកុំចំណែននឹងខ្ញុំហើយចាប់ផ្ដើមបន្សាព័ត៌មានជេរប្រតិខ្ញុំអត់ជោគជ័យទេអញ្ចឹងមកខ្ញុំថាបញ្ញវន្តគឺយើងចាញ់នៅពេលដែលយើងមានសុជីវធម៌មានសិលធម៌ហើយរកការពិតចាញ់ចាលមកតាមផ្លូវសិលធម៌យើងអាចបង្ក្រាបបញ្ញវន្តបានហើយខ្ញុំចាត់ទុកខ្លួនឯងជាបញ្ញវន្តសំទោសលើកខ្លួនខ្ពស់ពេកក៏ប៉ុន្តែខ្ញុំគិតថាខ្ញុំបានរៀនសូត្រសំលមមដែលអាចថារៀនចប់បរិញ្ញាចប់អីទៅដើម្បីបានកម្រិតក្នុងថារៀនសូត្រលមមជាកូនខ្មែរហៅខ្លួនឯងថាបញ្ញវន្តនេះគ្មាននរណាហៅក៏ហីចោះគឺដោយសារអីរក្សាក្រមសីលធម៌វិជ្ជាជីវៈសេចក្តីថ្លៃថ្នូរធ្វើអ្វីដើម្បីប្រយោជន៍សង្គមមិនមែនធ្វើអ្វីដើម្បីប្រយោជន៍សួនតួទេហើយភ័យណាស់អំពើបាបភ័យណាស់អំពើធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃប៉ុន្តែប៉ះពាល់មន្ត្រីសាធារណៈខ្ញុំអត់មានភ័យសោះព្រោះមន្ត្រីសាធារណៈគឺជាមន្ត្រីបម្រើរាជបើអស់លោកធុញត្រលាន់ទ្រាន់នឹងជ្រិញនឹងការដឹកនាំចុះចេញទៅទុកឲ្យអ្នកដែលផ្សេងទៀតដែលមុខមិនសូវក្រាស់ហ្នឹងគឺគេមកកាន់ការងារចឹងទៅហើយបើយើងជាមន្ត្រីសាធារណៈកុំខ្លាចចឹងបើយើងធ្វើជ្រូកកុំរៀតទៅក្តៅហើយកុំបញ្ជូនអាមីអាថោងអីមកប្រសាចបែបនេះគឺវាធ្វើឲ្យអន់អស់លោកទៅវិញទេខ្ញុំផ្ដាំម្ដងទៀតបើចង់ឈ្នះមួងណារ៉េតណាកុំជេរអត់ឈឺតែបើឈ្នះគឺទៀងផ្ទាត់ការពិតចឹងទៅហើយកុំកាត់វីដេអូខ្លីមួយកណាត់កន្លែងមួយម៉ាត់ហើយយកមកនិយាយធ្វើដូចរឿងហ្នឹងនេះទៅមើលឲ្យអស់វីដេអូហ្នឹងមកចាប់តើខ្ញុំនិយាយថាម៉េចព្រោះយើងវាមើលតែមួយជ្រុងដើមឈើពីដើមធ្វើជាព្រៃហ្នឹងវាមិនអាចវិតម្លៃព្រៃបានទេអស់លោកយកមួយជ្រុងហើយខ្ញុំមិនលើកទឹកចិត្តឲ្យការកាត់តវីដេអូខ្លីៗឲ្យមកបញ្ចេញមតិខុសរឿងខុសបែបបទអីអត់ទេអាហ្នឹងមិនមែនជាសិលធម៌វិជ្ជាជីវៈនៅក្នុងការរិះគន់ឬក៏ធ្វើព័ត៌មានអីទេខ្ញុំពិតជាជំទាស់ដាច់អហង្ការហើយអ្នកណាក៏ដោយអ្នកគ្រប់គ្រងគណៈបកណាក៏ដោយអាហ្នឹងគឺជារឿងអសិលធម៌អគុណធម៌ហើយកុំយកការលេងសើចសប្បាយជាការនៅក្នុងកំណត់ទុកប្រជាពលរដ្ឋពេញនគរឬក៏ថ្នាក់ដឹកនាំអីហ្នឹងគឺវាមិនត្រឹមត្រូវអីចឹងទេខ្ញុំសូមឲ្យកាត់បន្ថយអាហ្នឹងវែងឲ្យបងប្អូនឥឡូវវិលមករឿងកម្ពុជាឈ្នះថៃសម័យតេជោនេះវិញតើសិភៅនេះអ្នកណាជាអ្នកសរសេរបើយើងនិយាយមែនតើផ្ដល់ភាពយុត្តិធម៌ឲ្យលោកទូចសុខៈបន្តិចហើយខ្ញុំនឹងបញ្យល់ថាលោកទូចសុខៈនឹងជាអ្នកណាលោកទូចសុខៈគឺជាយុវជនចំនួនថ្មីមួយរូបដែលជាបញ្ញវន្តដែរលោកបានរៀនសូត្រចេះចាក់ដឹងច្រើនណាស់ខ្ញុំនិយាយទៅខ្ញុំរំភើបដែលក្នុងជួររដ្ឋាភិបាលមានបញ្ញវន្តច្រើនណាស់និយាយទៅចំនួនលោកហ៊ុនម៉ាណែតនេះណាមានបញ្ញវន្តក្មេងៗច្រើនគួរជាទីឲ្យសង្ឃឹមមែនតើហើយខ្ញុំជាអ្នកដែលរៀនសូត្រចេះដឹងខ្ញុំយល់ថាតើអ្នកណាដែលមានកម្រិតជាបញ្ញវន្តអ្នកណាគ្រាន់តែជាសេករបស់រដ្ឋាភិបាលដែលគេយកទៅគ្រាន់តែបម្រើប្រយោជន៍មហិច្ឆតានយោបាយប្រជាពិធដ្ឋអីចឹងមនុស្សដែលឡើងទៅកាន់ក្រសួងមន្ទីរអ្នកនាំពាក្យថ្មីនេះណាគឺសុទ្ធតែអ្នកដែលមានកម្រិតវប្បធម៌ចេះដឹងច្រើនមែនតើខ្ញុំគួរឲ្យសរសើរដូចលោកប៉ែនបូណាអីវិញគឺរៀនសូត្របានចេះដឹងច្រើនណាស់គាត់ជាអ្នកដែលធ្លាប់ធ្វើឲ្យសារព័ត៌មាន RFE ធ្លាប់ធ្វើបទវិចារណកថាគាត់ជា idol របស់ខ្ញុំដែរព្រោះខ្ញុំស្ដាប់សារព័ត៌មានគាត់ផ្សាយកាលពីគាត់អត់ទាន់បានគេចូលទៅរដ្ឋាភិបាលលោក François Tan ក៏ជាបញ្ញវន្តមួយដ៏ឆ្នើមដែលសរសេរអត្ថបទដែលគាត់ផ្សាយគឺខ្ញុំស្ដាប់ច្រើនណាស់ RFE កាលពីជំនាន់និយាយទៅគឺខ្ញុំស្ដាប់ច្រើនមែនតើការដែលខ្ញុំអាចនិយាយបានក្តាប់ព័ត៌មានបានដោយសារតែខ្ញុំស្ដាប់បញ្ញវន្តដែលគេនិយាយកាលពីមុនក៏អត់មានលំអៀងនិន្នាការនយោបាយអីចឹងទេដូច្នេះយើងស្ដាប់ទៅចូលទៅជាផ្លុកដោយសារតែវាថាស្រស់ញញឹមហើយ organic យើងប្រើពាក្យ organic ហ្នឹងគឺបានន័យថារបស់ដែលអត់ប្រើគីមីបងប្អូនលោកប៉ែនបូណាក៏តែអញ្ចឹងលោក François Tan François ក៏តែអញ្ចឹងលោកទូចសុខៈនេះថ្វីមាត់ប្រកែនិយាយជាយុវជនជំនាន់ក្រោយគួរជាទីទុកចិត្តជាទីសង្ឃឹមអ្នកនាំពាក្យនៃក្រសួងព័ត៌មានដូចជារដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រាសុទ្ធតែជាបញ្ញវន្តខ្ញុំធ្លាប់ធ្វើការជាមួយលោកនៅសាលាក្តីខ្មែរក្រហមដែលធ្វើជាមន្ត្រីការកិច្ចការសាធារណៈចេះភាសាអង់គ្លេសភាសាបារាំងភាសាខ្មែរចង់និយាយថារំភើបខ្ញុំមានកិត្តិយសហើយដែលបានធ្វើការជាមួយពួកគាត់ហើយក៏សប្បាយចិត្តដែរនៅឃើញដែលរដ្ឋាភិបាលកែតម្រង់យកពួកគាត់ទៅធ្វើកិច្ចការងារដែលខ្ញុំគិតថានេះគឺជាក្តីសង្ឃឹមច្រើនសម្រាប់ជាតិយើងគួរតែមានយូរហើយមិនមានឥឡូវទេប៉ុន្តែមានការប្រែប្រួលដោយសារតែលោកហ៊ុនម៉ាណែតមកមានការថ្នាក់ច្រើនអញ្ចឹងទៅក៏លើកក្មេងៗឲ្យច្រើនទៅដើម្បីស្អំចិត្តប្រជាពលរដ្ឋកុំឲ្យថានៅតែចាស់ពីសម័យមុននឹង30-40ឆ្នាំហើយអត់ទៅណាអ្នកខ្លះដូចថាជួយជាតិនឹងវាច្រើនពេកឲ្យគួរសម្រាកទៅជួនកាលលោកអស់កម្លាំងងុយងងកចូលរដ្ឋសភាទៅក៏ទៅសម្រានលក់នៅក្នុងពេលប្រជុំអីយើងកុំទៅបន្ទោសចាស់ក្មេងអីតែនឿយពេលខ្លះមកភាំងទៅហ្នឹងមិនមែនបានន័យថា
ជាការធ្វើប្រហែសទេវាអស់កម្លាំងពេកប៉ុន្តែធ្វើមិនដល់ម៉ោងប្រជុំដល់អីប៉ុន្តែបើថាវ័យកាន់តែចាស់អាការដែលងុយងោកហ្នឹងក៏វាកាន់តែច្រើនអញ្ចឹងក៏គាត់ជំនួសអីឲ្យក្មេងៗអីហ្នឹងក៏មើលទៅជាក្តីសង្ឃឹមច្រើនលោកហងជួននរិនអីតែជារដ្ឋមន្ត្រីក្រសួងអប់រំអីហ្នឹងជាបញ្ញវន្តដែលខ្ញុំធ្លាប់ទៅបកប្រែឲ្យលោកហ៊ុនសែនកាលទៅជួបគ្នានៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហូជីមិញឆ្នាំ2011គឺអស្ចារ្យណាស់ចំណេះជំនាញរបស់គាត់គឺថាប្រកែអញ្ចឹងជាក្តីសង្ឃឹមតាហើយខ្ញុំនិយាយនេះលោកទូចសខៈនេះខ្ញុំវិលមកវិញគឺគាត់ជាអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃសប្ងៃនេះមានថ្មីមាត់ជាយុវជនសម័យក្រោយចេះដឹងរៀនសូត្របានច្រើនមែនតើហើយការដែលគាត់សរសេរចង់សរសេរសភៅលើកសរសើររដ្ឋាភិបាលនេះក៏អត់មានអីខុសឆ្គងអីដែរព្រោះបើយើងធ្វើការឲ្យរដ្ឋាភិបាលមិនសរសើររដ្ឋាភិបាលយើងសរសើរអ្នកណាបើយើងធ្វើឲ្យរដ្ឋាភិបាលយើងរិះគន់រដ្ឋាភិបាលតើគេទុកយើងឬទេបើយើងធ្វើការឲ្យរដ្ឋាភិបាលយើងរិះគន់រដ្ឋាភិបាលតើគេនឹងឲ្យតំណែងយើងខ្ពស់ដែរឬទេបងប្អូនសាកសួរអញ្ចឹងខ្លួនឯងទៅវិញមើលតើយ៉ាងម៉េចទៅវិញគឺវាអត់ទេក៏ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយបំផុតបញ្ញវន្តដែលខ្ញុំរៀបរាប់បាញ់មិញនេះណាគឺដោយសារតែរបៀបដឹកនាំរដ្ឋធ្វើឲ្យគំនិតរបស់គាត់ដែលយើងគិតថា Zin organic សរីរាង្គគ្មានសារធាតុគីមីឥឡូវនេះប្រឡាក់ប្រលោះដោយសារគីមីនយោបាយដល់អញ្ចឹងទៅវាធ្វើឲ្យស្រអាប់អាប់អ៊ូអស់អាភាពជាបញ្ញវន្តរបស់គាត់មិនមែនបានន័យថាគាត់คล้ายទៅជាមនុស្សវល់ខួរក្បាលទេប៉ុន្តែអ្វីគឺវាត្រូវការដឹកនាំតាមរបៀបដឹកនាំរដ្ឋដូច្នេះបញ្ញវន្តនេះកាន់តែគ្រោះថ្នាក់ជាងបញ្ញវន្តដែលពីសម័យមុនដែលចាស់ដែលគ្រាន់តែសូត្រដូចសัตว์សេកព្រោះសម័យមុនដោយលោកពូសុកអេសានលោកផៃស៊ីផានលោកឈឹមផលវរុនសិតតបញ្ញវន្តដែរប៉ុន្តែគាត់សេកតែម្ដងគឺសូត្រយកតែម្ដងដោយសារអត់ខ្វល់ទេព្រោះជួនកាលតំណែងរបស់បកហ្នឹងគាត់មិនមែនចង់នៅទេប៉ុន្តែបកគេចេះតែឲ្យនៅបន្តនឹងចេះតែនៅទៅដូចលោកខៀវកាសញរិទ្ធអីលឺសូចង់តែលៀនលែងពីអាតំណែងរដ្ឋមន្ត្រីក្រសួងព័ត៌មានហ្នឹងប្រមាណសារប៉ុន្តែនយោបាយរបស់គណៈបកកណ្ដាលអំណាចគេអត់ចង់ដោះដូរអញ្ចឹងគេចង់ផ្ញើសាររូបភាពថាគណៈបកគេគឺគេអញ្ចឹងគេទុកមនុស្សឲ្យយូរដើម្បីឲ្យមនុស្សហ្នឹងទុកចិត្តថាបើស្មោះស្ម័គ្រនឹងបកនេះគឺលុះសៃហើយគេអត់ដែលភ្លេចអ្នកឯងទេគឺប្រើកើតមិនកើតអ្នកណាជេរអីកុំខ្វល់សម័យខ្លួនហ្នឹងអត់ចង់ធ្វើការតទៅទៀតបាត់ប្រយោជន៍ប្រជាពលរដ្ឋអត់ខ្វល់សំខាន់គឺបកហ្នឹងនៅរឹងមាំថែគ្នាសាមគ្គីផ្ទៃក្នុងដើម្បីកុំឲ្យពួកក្រុមប្រឆាំងថាមានការបែកបាក់អញ្ចឹងអត់ដោះដូរទេនៅអញ្ចឹងងុយងោកឬក៏លែងចង់ទៅមុខរួចហើយក៏នៅតែឲ្យធ្វើសុំឈប់ក៏តាមមិនឲ្យឈប់ដល់ពេលចុងក្រោយគាត់ធ្វើឲ្យតែគ្រប់កិច្ចទៅសេកអាហ្នឹងអត់អីទេចំពោះខ្ញុំថាវាជារឿងធម្មជាតិរបស់មនុស្សវ័យចាស់ប៉ុន្តែវ័យក្មេងនេះនៅពេលដែលបានចូលធ្វើការគ្រោះថ្នាក់បំផុតបងប្អូនចាំមើលខ្មែរយើងស្លាប់មនុស្ស1.7 លាននាក់មិនមែនដឹកនាំដោយសារតែមនុស្សអត់មានចំណេះដឹងទេខ្ញុំប្រាប់លោកខៀវសំផនណាលោកអៀងសេរីណាលោកប៉ុលពតណាសឡុតសអ្នកស្រីអៀងធីរិតណាក្រុមធ្វើការងារដោយប្រមាណនៅក្នុងជួរហេដ្ឋារចនាសម្ព័ន្ធខ្មែរក្រហមប៉ុលពតសុទ្ធតែបញ្ញវន្តដែលបានរៀនសូត្ររហូតទៅដល់សាលាបារាំងជាន់ខ្ពស់ចំណេះដឹងជ្រៅជ្រះណាស់ហើយយើងមើលតើស្រុកយើងស្លាប់មនុស្សអស់ប្រមាណ1.7 លាននាក់50ឆ្នាំក្រោយមកស្រុកខ្មែរអត់ទាន់បាត់រលុបពីពិភពលោកអំពីភាពនរោអវជ័យនៃមេដឹកនាំសម្លាប់ជាតិសាសន៍ឯងហើយដោយសារអ្នកណាគឺដោយសារបញ្ញវន្តដោយសារអ្នកចេះដឹងដោយសារអីដោយសារតែពេលគាត់ចាប់ផ្ដើមកាន់ប្រទេសគ្រប់គ្រងអីគាត់ប្រើអាមនោគមវិជ្ជាបែបបញ្ញវន្តរបស់គាត់ប៉ុន្តែមិនមែនបញ្ញវន្តតាមផ្លូវត្រូវទេគឺបញ្ញវន្តតាមខ្សែញាក់របស់បកអានេះគ្រោះថ្នាក់ជាងណាទាំងអស់ហេតុអីបានជាអញ្ចឹងព្រោះវាធ្វើឲ្យក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋគឺវាបាត់បង់ត្រង់អីនៅពេលដែលបញ្ញវន្តយើងជឿឲ្យពាក្យថាបញ្ញវន្តគឺបានន័យថាអ្នកដែលមានបញ្ញាញាណមានការត្រេះរិះពិចារណាស្គាល់ខុសស្គាល់ត្រូវស្គាល់អាក្រក់ស្គាល់ល្អអាចថ្លឹងថ្លែងមិនប្រកាប់ទៅមកចំហៀងពេកទេបើកាន់ការឲ្យរដ្ឋាភិបាលក៏គាត់ត្រូវថ្លឹងថ្លែងរវាងថាតើអ្វីដែលជាចំណុចកណ្ដាលខ្លះដែរព្រោះមានប្រជាពលរដ្ឋស្អប់និងប្រជាពលរដ្ឋស្រឡាញ់ក៏ប៉ុន្តែបញ្ញវន្តសប្ងៃនេះនៅពេលដែលបានកាន់ការងាររដ្ឋាភិបាលហើយគឺផ្កាប់មុខទៅតែម្ដងយកបញ្ញាញាណបញ្ញវន្តយកទៅជាមួយហើយគ្រោះថ្នាក់បំផុតនៅពេលដែលមានស្ថានភាពបែបហ្នឹងដោយសារអីដូចខ្ញុំនិយាយពីសម័យខ្មែរក្រហមគ្រោះថ្នាក់គឺដោយសារតែយើងជាបញ្ញវន្តក៏ប៉ុន្តែយើងយកមនោគមវិជ្ជាជ្រុលនិយមដើម្បីការពារអំណាចបកអត់ការពារអំណាចប្រយោជន៍ប្រជាពលរដ្ឋរួមទេហើយចាប់ផ្ដើមសរសើរថ្នាក់ដឹកនាំឲ្យផុតកប់ពពកអានេះគ្រោះថ្នាក់ណាស់ព្រោះអីបញ្ជោពីធម្មតាអត់អីទេដល់ពេលបញ្ជោពីបញ្ញវន្តធ្វើឲ្យប្រជាពលរដ្ឋផ្សេងទៀតយល់ថា
បញ្ញវន្តខ្មែរអញ្ចឹងណោះហេតុអីបានយើងមិនយល់សខ្មៅសោះហើយដល់ពេលអញ្ចឹងវាគ្រោះថ្នាក់ហ្នឹងគ្រោះថ្នាក់អញ្ចឹងក៏ភ្លើងណាបើសិនជាយើងថាអនុញ្ញាតច្បាប់ឲ្យមនុស្សកាន់ណាបើក៏ភ្លើងហ្នឹងកាន់ដោយមនុស្សដែលមានប្រវត្តិល្អមិនសម្រាប់មនុស្សមិនអីយកទៅកាន់យ៉ាងម៉េចក៏យើងទុកចិត្តដែរយើងថាគាត់មិនធ្វើអីប្រេះប្រាប៉ុន្តែយកទៅមនុស្សដែលមានមនោគមវិជ្ជាហើយមានកភ្លើងនៅក្នុងដៃហើយនឹងអាចច្នៃកែប្រែដើម្បីកែច្បាប់កភ្លើងហ្នឹងឲ្យបាញ់មនុស្សស្លាប់អត់ខុសច្បាប់ទៀតណាគ្រោះថ្នាក់បំផុតចឹងបានថាអាវុធរបស់បញ្ញវន្តណាបើយើងប្រើត្រូវគឺត្រូវជួយជាតិនេះបានច្រើនប៉ុន្តែនៅពេលដែលយកខួរក្បាលបញ្ញវន្តហើយចាប់ផ្ដើមធ្វើតាមមាគាបៈហើយសរសើរបញ្ចើអាជ័យធ្លាក់ទឹកហើយជាតិនេះគ្រោះថ្នាក់មែនតើក៏ប៉ុន្តែវិលមកវិញខ្ញុំអត់មានបន្ទោសលោកសុខៈអីតន្តិចលោកជាបញ្ញវន្តហើយខ្ញុំនិយាយអំពីស្នាដៃរបស់លោកទូសុខៈតាក់ទងរឿងសភៅកម្ពុជាឈ្នះថៃសម័យតេជោធិបតីនេះបងប្អូនទាំងអស់គ្នាក៏មិនគួរណាផ្ដល់ភាពអយុត្តិធម៌សម្រាប់លោកទូចសុខៈពេកដែរខ្ញុំនិយាយនេះមិនដឹងថាតើលោកទូចសុខៈខ្លួនឯងដែលជាអ្នកសរសេរឬយ៉ាងម៉េចទេប៉ុន្តែនៅក្នុងគេហទំព័រសំទោសទំព័រ Facebook របស់លោកសរសេរជារៀងដរាបមកគឺមានទំព័រ Facebook ឈ្មោះទូចសុខៈសរសេរតាំងពីថ្ងៃទីតាមខ្ញុំចាំនៅពេលដែលមានសភៅចំណងជើងនេះគឺខែកក្កដាគឺដើមខែកក្កដាឆ្នាំ2025ឯនោះទេដែលលោកនិយាយអំពីគ្រោងនឹងសរសេរសភៅមួយដែលមានចំណងជើងថាកម្ពុជាឈ្នះថៃសម័យតេជោធិបតីគឺសរសេរនៅពេលដែលថៃអត់ទាន់វាយយើងពីសារបងប្អូនអត់ទាន់ទេព្រោះគាត់ថានឹងសរសេរហ្នឹងគ្រោងនឹងចេញសភៅដាក់ចំណងជើងបែបនេះគឺគាត់សរសេរគាត់និយាយ20ថ្ងៃមុននឹងថៃវាយលើកទី1ព្រោះអីថៃវាយយើងថ្ងៃ24ខែកក្កដាឆ្នាំ2025គាត់លើកឡើងពីបញ្ហានេះនៅអំឡុងប្រហែលជាថ្ងៃទី7កក្កដាឆ្នាំ2025ហើយគាត់ក៏និយាយអំពីសភៅហ្នឹងគឺគាត់នឹងនិយាយអំពីថាភាពជាអស្ចារ្យរបស់ថ្នាក់ដឹកនាំរបស់យើងឥឡូវខ្ញុំសូមអានសំណេរការគាត់សរសេរពេលហ្នឹងហើយសូមឲ្យបងប្អូនវិភាគទាំងអស់គ្នាហើយក៏ឈប់ចែកផ្សាយទៀតទៅដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យលោកទូចសុខៈដែរព្រោះអីសភៅនេះមកដល់ម៉ោងនេះគឺអត់ទាន់មានចេញនៅឡើយទេអាចថាគាត់អាចនឹងកែចំណងជើងអីយ៉ាងម៉េចក៏យើងអត់ទាន់ដឹងប៉ុន្តែយើងនាំគ្នាចែកផ្សាយសភៅបែបនេះលើបណ្ដាញសង្គមយ៉ាងសោះសាយវាហាក់បីដូចជាយើងគ្រប់គ្រងថាលោកបានចេញសភៅហ្នឹងយើងបានអានយើងបានអីហើយយើងឃើញអីចឹងហើយតាមពិតប្រជាពលរដ្ឋខ្មែរយើងដែលជាតឡាការ Facebook នេះលោកតលន់ហើយខ្ញុំមិនបន្ទោសបងប្អូនទាំងអស់គ្នាមិនបន្ទោសលោកសុខៈហើយក៏មិនបន្ទោសបងប្អូននៅតាមបណ្ដាញសង្គម Facebook យើងដែរដោយសារតែលោកតលន់នឹងការត្រជើងនឹងវាខ្ពស់ពេកបញ្ញវន្តដូចលោកសុខៈអីvẫnហាមាត់និយាយភាសាអញ្ចឹងកើតតាមពិតបើគាត់និយាយនៅក្នុងអាសម័យថៃមិនទាន់វាយយើងទ្រាំខ្លួនណាអាហ្នឹងវាដូចជាស័កសមសរសើរមេប៉ុន្តែសរសើរមេនៅក្នុងន័យហ្នឹងក៏នៅតែប្រជាប្រដ្ឋតលន់ដែរព្រោះអីភាពជោគជ័យរបស់កម្ពុជារបស់យើងនេះគឺមិនមែនជោគជ័យដោយសារងើបមួយវាយមួយហ្នឹងទេយើងត្រូវតែមានផ្លូវកណ្ដាលណាមួយថាវាមានជោគជ័យឈ្នះអីច្រើនប៉ុន្តែនៅក្នុងពេលហ្នឹងក៏មានរឿងខ្លោចផ្សារច្រើនដែរដែលគួរតែដោះស្រាយអីអញ្ចឹងប៉ុន្តែបើលោកសរសេរពិតណាលោកមិនសរសេរអីឲ្យមានបញ្ហារំលោភសិទ្ធិមនុស្សអីទេសូម្បីលោកកែវរេមីជាបញ្ញវន្តជាអ្នកចេះដឹងម្នាក់កាន់គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាអត់ដែលមើលឃើញការរំលោភសិទ្ធិមនុស្សនៅកម្ពុជាសូម្បីតែមួយករណីគាត់ធ្វើការ40ឆ្នាំអត់មានមួយករណីសោះមានតែរឿងជោគជ័យរហូតដល់អញ្ចឹងទៅយើងចិត្តតែឆ្ងល់ថាមិនដែលវាត្រូវតែមានករណីអីមួយដែលគណៈកម្មាធិការសិទ្ធិមនុស្សនេះកោលទោសកោលអីខ្លះហើយព្រោះគេកោលទោសយើងជុំទិសហើយយើងអត់មានរកឃើញអីមួយតែដល់ពេលថៃឈ្លានពានខ្មែរលោកកែវរេមីរកឃើញគ្រប់ចំណុចណាខ្ញុំសរសើរគាត់ដោយស្មោះអញ្ចឹងណាគាត់ការពារជាតិយើងនឹងសម្បំប៉ុន្តែការពារជាតិយើងប្រឆាំងថៃលោកការពារបានអាការពារជាតិខ្មែរប្រឆាំងខ្មែរគ្នាឯងលោកការពារអត់បានតើឲ្យយើងសង្ឃឹមអីអញ្ចឹងអីវិញលោកសុខៈសរសេរអញ្ចេះនៅថ្ងៃទី7ខែកក្កដាខ្ញុំឲ្យផ្សាយបដានៃសភៅនេះបន្តិចចុះឲ្យសុំទោសឲ្យបងប្អូនផ្អែមតបបន្លែបន្តិចហើយថាជាទម្លាប់គឺមកតូបបង្អែមលៀងមាត់មួងណារ៉េតគឺមានតែបង្អែមទេកុំសុំទៀមរកសាច់ខ្លែមអីខ្ញុំគ្មានទេនៅពេលថ្ងៃទី7ខែកក្កដា Facebook ឈ្មោះទូចសុខៈហ្នឹងនិយាយចេះបងប្អូនម្ដងទៀតទូចសុខៈនេះគឺជាឈ្មោះរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃហើយគាត់សរសេរនៅថ្ងៃទី7ខែកក្កដាតាមទំព័រ Facebook ឯកជនរបស់គាត់ទេសរសេរថានៅពេលដែលនិយាយពីរឿងអ្នកដឹកនាំថៃនិងក្រុមជ្រុលនិយមមួយចំនួនចិញ្ចឹមចិត្តលេបត្របាក់មរតកវប្បធម៌និងទឹកដីខ្មែរបងប្អូនសិស្សានុសិស្សស្ងាត់ឈឹងត្រង់ត្រាប់ស្ដាប់យ៉ាងផ្ចិតផ្ចង់នៅពេលនិយាយដល់តួអង្គសម្ដេចពុកតេជោហ៊ុនសែនសម្ដេចធិបតីនិងថ្នាក់ដឹកនាំផ្សេងទៀតបងប្អូនញញឹមដោយជឿជាក់ថាមានលោកកម្ពុជាមានលោកទាំងពីរកម្ពុជានឹងឈ្នះគ្រប់ដំណាក់កាលអាហ្នឹងមុនថៃវាយយើងណាថ្ងៃ7ខែតាមពិតថៃបាញ់សម្រាប់លោកសួនរោនថ្ងៃមួយខែជាងមុនហ្នឹងហើយ
បន្ទាប់មកទៀតគាត់និយាយថាបងប្អូនក៏ដូចមហាជនទូទៅថែមទាំងមើលឃើញថាកម្ពុជាបានឈ្នះថៃករណីប្រាសាទព្រះវិហារចំនួនសម្ដេចឪឆ្នាំ1962ហើយមកដល់ចំនួនសម្ដេចតេជោរឿងប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃ7កក្កដាឆ្នាំ2008កម្ពុជាឈ្នះថៃទៀតតែពិតនេះគឺជារឿងពិតទេលោកនិយាយរឿងកម្ពុជាឈ្នះថៃនឹងគឺរឿងពិតចឹងមែនឯងបកគោណាឈ្នះថៃក៏ត្រូវរឿងពិតដែរជាក់ស្ដែងករណីយោធាថៃឈ្លានពានដោយបាញ់យោធិនខ្មែរម្នាក់ពលីគាត់សម្ដៅទៅលើលោកស៊ុនរ៉ោណាក៏បងប្អូននិងមហាជនមើលឃើញថាក្រោមការដឹកនាំរបស់សម្ដេចតេជោនិងសម្ដេចធិបតីដាក់ចេញយុទ្ធសាស្ត្របន្តបន្ទាប់កម្ពុជាឈ្នះថៃជាបន្តបន្ទាប់នៅពេលដែលយើងដកទ័ពមកតែយើងថាកែសម្រួលទ័ពលុបត្រង់សេនៅក្នុងតំបន់មុំបីលោកសុខៈក៏នៅគិតថាយុទ្ធសាស្ត្រឈ្នះដែរយើងដកមកហ្នឹងប៉ុន្តែមិនអីទេបងប្អូនកាលហ្នឹងយើងចង់ឲ្យមានសុខសន្តិភាពមិនឆ្លោះគ្នាដកបន្តិចអីបន្តិចក៏មិនអីដែរបន្ទាប់ទៀតគាត់និយាយថាដូច្នេះហើយនេះជាដើមចំនៃការសរសេរសៀវភៅនេះដូច្នេះហើយបានជាខ្ញុំបានគំនិតជាធៀបចូលដាក់ចំណងជើងសៀវភៅថាកម្ពុជាឈ្នះថៃសម័យតេជោធិបតីតាំងតែពីហេតុការណ៍កើតឡើងមកពេលនេះខ្ញុំចងក្រងប្រមាណ70ទំព័រទៅហើយអញ្ចឹងបានន័យថាត្រឹមថ្ងៃទី7ខែកក្កដាឆ្នាំ2025ហ្នឹងកាលថ្ងៃហ្នឹងគឺលោកថាធ្វើបាន70ទំព័រហើយចងក្រងបាន70ទំព័រហើយខ្ញុំចងក្រងប្រមាណ70ទំព័រហើយដោយពុំតាន់ទាំងបញ្ចូលរូបភាពទេសៀវភៅនេះប្រមូលផ្ដុំយុទ្ធសាស្ត្រជាង20ដែលបានដាក់ចេញយកប្រៀបឈ្នះលើថៃជាបន្តបន្ទាប់មែនតែនទៅគឺខ្ញុំថាពុំតាន់បង្ហាញទេតែស្របនឹងខួប17ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាពិសេសឃើញក្រុមមួយរបស់ថៃធ្វើប្រជាមតិលើសម្ដេចតេជោដោយយកសំណាក់ឬក៏សម្ភាសប្រជាពលរដ្ឋថៃខ្ញុំជឿថាពេលដែលគាត់និយាយពីរឿងធ្វើនេះហ្នឹងគឺថៃគេធ្វើ survey ទៅឃើញប្រជាប្រិយរបស់លោកហ៊ុនសែនហ្នឹងធ្លាក់ចុះមែនហើយការពិតហ្នឹងថៃបើថៃធ្វើប្រជាប្រិយលោកហ៊ុនសែនធ្លាក់ចុះខ្ញុំអត់ឆ្ងល់ដែរព្រោះអីថៃគេកំពុងតែស្អប់យើងតាក់ទងនឹងរឿងអ្នកស្រីបថងឋានតែអីផងយើងអាខ្សែអត់សម្លេងធ្វើឲ្យរំជើបរំជួលនយោបាយស្រុកថៃគឺគេបដុំគ្នាគេធ្វើស្ទងមតិថៃគឺគេថាគេស្អប់លោកហ៊ុនសែនអញ្ចឹងទៅវាអត់មានរឿងអីប្លែកទេព្រោះថៃគេអត់ចូលចិត្តយើងទៅធ្វើ survey គេស្អប់យើងហើយតែកម្ពុជាអត់ដែលធ្វើ survey ពីរឿងថាតើបើថៃធ្វើអញ្ចឹងតើប្រជាពលរដ្ឋខ្មែរយល់យ៉ាងម៉េចដែរអំពីលោកហ៊ុនសែនអត់ហ៊ានបើសាកធ្វើឲ្យឯករាជ្យមើលយើងនឹងឃើញលទ្ធផលហេងសុយបានប្រហាក់ប្រហែលនឹងគេដែរតែយើងអត់ធ្វើទេតែយើងសុកចិត្តរករឿងគេទៅវិញយើងអត់ព្រមរកការពិតដើម្បីផ្ទៀងផ្ទាត់មួយការពិតទេគឺយើងយកការពៀនឹងការដោះសារទៅផ្ទៀងផ្ទាត់ជាមួយគេហើយទៅរករឿងគេថាហេតុអីបានជាធ្វើការស្ទង់មតិចុះគេធ្វើអីធ្វើទៅនៅថៃស្រុកគេតែយើងស្រុកយើងចង់មិនធ្វើដែរទៅយើងសាកធ្វើការស្ទង់មតិនឹងតបទៅថៃវិញមើលប៉ុន្តែកុំធ្វើស្ទង់មតិតាមជុងកាភ្លើងធ្វើស្ទង់មតិឲ្យដូចថៃគេធ្វើអញ្ចឹងគឺសម្ភាសអត់ឲ្យដឹងទេប្រជាពលរដ្ឋតាមគ្រប់ច្រកលហកអ្នករត់ម៉ូតូឌុបស៊ីក្លូឡានអីហ្នឹងឆ្លើយមកដូចគ្នាអញ្ចឹងកុំឲ្យដឹងហើយមានស្ថាប័នឯករាជ្យធ្វើទៅយើងដឹងប្រជាប្រិយប៉ុណ្ណាតែយើងអត់ដែលហ៊ានធ្វើទេជួនកាលអាចល្អក៏ថាបានដែរយើងសាកម្ដងមើលពួកប្រជាពលរដ្ឋមើលទៅដូចខាងគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលហ្នឹងម៉ាត់ណាក៏យើងជឿជាក់លើរដ្ឋាភិបាលខ្មែរ 100% ដែរយើងសាកមើលសាកឲ្យដឹងច្បាស់មើលជឿឬក៏មិនជឿតែយើងអត់ទាន់ធ្វើឥឡូវនៅពេលដែលលោកនិយាយពីរឿងហ្នឹងគឺក្រោយមកទៀតគាត់ដាក់ថាគាត់និយាយពីរឿងសភៅហ្នឹងគាត់ថាធ្វើយ៉ាងនេះកុំឲ្យមានការរឿងពីរឿងសំទោសគាត់ដកស្រង់សម្ដីប្រសាសន៍របស់លោកហ៊ុនសែនច្រើនដែរប៉ុន្តែក្រោយមកចប់ថ្ងៃ7គឺថ្ងៃ9គាត់ទៅសេទៀតថ្ងៃ11គាត់ទៅសេទៀតពីរឿងចិត្តអាកាន់តែគៀកមែនតើណាអញ្ចឹងសៀវភៅហ្នឹងអត់ទាន់បានបោះពុម្ពផ្សាយទេបងប្អូនហើយស្រាប់តែពេលនេះស្រាប់តែបងប្អូនយកសៀវភៅហ្នឹងយកមកចែកផ្សាយវាអយុត្តិធម៌សម្រាប់លោកសុខៈដែរមិនអញ្ចឹងឯងលោកនិយាយតាំងពីប្រហែលខែនិយាយពីជោគជ័យនៅពេលដែលថៃអត់ទាន់វាយឈ្នះខ្មែរតោះឥឡូវថៃវាយយើងរៀបដល់កទេលហើយយើងបាត់បង់តំបន់អស់40កន្លែងហើយហ្នឹងតែរដ្ឋាភិបាលទទួលស្គាល់តែ14មានប្រាសាទយើង3ប្រាសាទខ្នាប្រាសាទ4នោះតំន់តូចតំន់ធំនិងប្រាសាទតាកបីអីដល់ពេលអញ្ចឹងទៅតើឲ្យលោកសុខៈគាត់ទៅសរសេរសភៅនឹងកើតដែរទេប្រហែលជាគាត់បោះបង់ចោលអាការសរសេរបើសរសេរសភៅនឹងមិនគេជេរគាត់ងាប់ហើយបងប្អូនចិត្តទៅយករូបនឹងយកមក share ទៅធ្វើឲ្យម្ចាស់សភៅខ្លួនឯងក៏អាចនឹងអង្គុយខកចិត្តយ៉ាងខ្លាំងដែរមិនអញ្ចឹងឯងខកចិត្តមួយដូចថាគេទៅគ្រាន់តែប្រាប់ថាចំណងជើងតាំងខែកក្កដាមកនោះរួចតែប្រកាលពេលហ្នឹងវាលើកជើងរដ្ឋាភិបាលហ្នឹងសម្បើមកព្រោះគេអត់ទាន់វាយយើងអត់ដឹងសមត្ថភាពយើងនៅឡើយនិយាយឈ្នះទៀតទៅក៏បានដែរវាមិនអីទេប៉ុន្តែឥឡូវបើគេវាយអញ្ចឹងហើយខ្ញុំមិនជឿថាលោកទូចសខៈទៅលេបចូលនឹងដាក់ចំណងជើងអញ្ចឹងដែរចង់បងប្អូនផ្ដល់ភាពយុត្តិធម៌ឲ្យគាត់ផងដែរមិនអញ្ចឹងខ្ញុំមិនមែនថានិយាយកាន់ជើងលោកសខៈអីខ្ញុំកាន់ជើងលើយុត្តិធម៌
សច្ចធម៌បងប្អូនឈប់ចាយអីទៀតទៅហើយមិនត្រឹមតែចាយទេបងប្អូននឹងក៏លេបខាយឬដងឡងសម្ដីឲ្យគាត់នឹងអ្នកខ្លះសិតតែថាលេបបញ្ចូលអ្នកខ្លះនឹងសិតតែថាអញ្ចឹងបានសុកយើងលលាយលើកជើងនោះលើកជើងចិត្តតែកោតសរសេរអញ្ចឹងអីរួចអីអញ្ចឹងទៅមានកណនី Facebook មួយឈ្មោះ Lily Cambodia នោះក៏ថាអញ្ចេះគ្រាន់តែឃើញក្របសភៅមួយក្បាលនេះខ្ញុំជាប្រជាជនកម្ពុជាចង់សួរទៅសៀមពេលណាទើបមានសង្គ្រាមលើកទី3បើមានមែនសុំមកវាយឲ្យដល់ក្រុងភ្នំពេញតែម្ដងឲ្យដឹងថាតើយើងឈ្នះសម័យដែលចូលឈ្នះប៉ុណ្ណាបងប្អូនទៅឌឺដងឡងសម្ដីអីអញ្ចឹងវាមិនជាបានប្រយោជន៍អីទេវាបានតែនាំតែឆ្លោះគ្នាទេតាមពិតបើយើងទៅឌឺដងឲ្យលោកសុខៈនោះក៏ដូចខ្ញុំនិយាយអញ្ចឹងតាំងពីខែកក្កដាមកឥឡូវហ្នឹងបើសភៅហ្នឹងចេញមកអាហ្នឹងតែយើងនាំគ្នាមានប្រតិកម្មអញ្ចឹងណាខ្ញុំនិយាយនេះបងប្អូនដូចនិយាយអញ្ចឹងថាមិនគួរណាជាព័ត៌មានតែអានេះវាជារឿងមួយនៅក្នុងរឿងមួយលានរឿងទៀតដែលខាងកម្ពុជាយើងហ្នឹងសបាយអារឿងត្រជើងលើកជើងឬក៏សរសើចបញ្ចើឲ្យស្លាប់អត់ព្រមជួយបង្អាប់ឲ្យជាតិរស់ឲ្យមេដឹកនាំរស់ហើយអញ្ចឹងមេដឹកនាំយើងយកបញ្ញវន្តមកអញ្ចឹងបញ្ញវន្តកាលមុនមានចាស់ហ្នឹងគាត់រត្រែតអស់ឥឡូវយកបញ្ញវន្តមកដូចជាស្ដាប់ទៅដូចជាមិនក្រាន់ជាងតាចាស់ដូចលោកសុកអេសានលោកពូផៃស៊ីផានអីលោកឈុំផលវរុនអីប្រហែលដែរទេមើលទៅដូចមាត់ដបហើយ4ធ្ងន់ជាងលើកមុនទៀតផងដូចខ្ញុំនិយាយចឹងម្ដងនេះគឺជាបញ្ញវន្តណាហើយដល់លើកមុនគាត់ថាមិនបញ្ញវន្តនេះគាត់រៀនសូត្រចេះដឹងក៏ប៉ុន្តែចាស់អស់ហើយចាស់ហ្នឹងក៏តែពិបាកដែរព្រោះអីសិលធម៌វិជ្ជាជីវៈក្រមសិលធម៌ក្នុងការនិយាយស្ដីហ្នឹងក៏អត់សូវខ្វល់ដែរប៉ុន្តែដើម្បីការពាររដ្ឋាភិបាលធ្វើម៉េចសេករបស់រដ្ឋាភិបាលប៉ុន្តែឥឡូវសេករដ្ឋាភិបាលសម័យថ្មីនេះគឺសេកជាបញ្ញវន្តហ្នឹងគឺគ្រោះថ្នាក់មែនតើខ្ញុំចង់និយាយថាគាត់អាចទៅកែច្នៃអីក្បត់ឧត្តមកតិមនសិការប៉ុន្តែគាត់មិនឈឺក្បាលទេព្រោះការនិយាយដូច្នេះការបញ្ចើដូច្នេះគឺគាត់នឹងរក្សាតំណែងលៀបសក្ការៈបុណ្យស័ក្តិនឹងបានយូរអង្វែងតទៅទៀតព្រោះគាត់ស្គាល់ចិត្តមេរបស់គាត់ហ្នឹងគឺសុបាយអញ្ចឹងនិយាយសរសើរបញ្ចើអញ្ចឹងហើយជាការស្អំចិត្តប្រជាពលរដ្ឋឲ្យសមជួនកាលមេពេលខ្លះក៏ទលាន់ដែរវាដូចថាលេបលែងចូលប៉ុន្តែហើយទៅដើម្បីឲ្យស្អំចិត្តប្រជាពលរដ្ឋហ្នឹងនិយាយអញ្ចឹងទៅព្រោះបើយើងមកថ្លៃធ្នូក្រាន់បើអីមេដឹកនាំគេនិយាយតែអញ្ចឹងដែរអញ្ចឹងវាខុសគ្នាពេកវាមិនកើតឲ្យវាទៅមកតបនឹង4ទៅតែមួយគ្នាអញ្ចឹងទៅតែម្ដងទៅឲ្យវាមើលទៅគេឃើញថាក្រុមគេនៅសហការគ្នាបានសម្រាប់អញ្ចឹងណាលោកម៉ែនណាតឯណោះលោកលើកឡើងចេះដែរលោកថាយើងមិនដឹងថាក្រុមសារសភៅនឹងយ៉ាងណាទេប៉ុន្តែចំណងជើងគឺថាសម្រាមលោកថាសម្រាមបើធៀបភាពជាក់ស្ដែងហ្នឹងគឺថាសម្រាមបើសិនជាមានចំណងជើងអញ្ចឹងណាបើសិនជាសំណក់ចេះអសអូយលោកម៉ែនណាតនឹងដូចជាកាន់តែជ្រៅទៀតហើយគាត់ថាបើសំណក់ហ្នឹងគឺសัตว์ឆ្កែណាបងប្អូនគាត់ថាបើសំណក់ចេះអសប្រហែលជាវាមិនអានសភៅមនោគមវិជ្ជារបៀបនេះទេវាហួសសម័យហើយលោកបញ្ជាក់ថាបើភាពជាក់ស្ដែងក្រោយការផ្ទុះសង្គ្រាមភាគីថៃឈ្លានពានកំពុងឈរជើងក្នុងទឹកដីខ្មែរ40តំបន់ទាំងបំពេញច្បាប់អន្តរជាតិនេះបើផ្អែកតាមរបាយការណ៍ពីកងទ័ពជួរមុខរបស់ខ្មែរតំបន់ដែលទាហានថៃឈរជើងរួមមាននោះក៏ដាក់40ទីតាំងចឹងមកខ្ញុំអត់រៀបរាប់ទៀតទេបងប្អូនឯលោកទេពមនោដែលនៅប្រទេសបារាំងមិនភ្លេចផ្ញើសារមកដែរតាក់ទងរឿងនេះក៏ថាចំណងជើងដែលត្រូវកម្ពុជាចំណងជើងដែលត្រូវគួរតែចេះវិញកម្ពុជាចាញ់ថៃសម័យដែលចូលធិបតីអាហ្នឹងបើគេអានបើសរសេរកម្ពុជាចាញ់ថៃសម័យដែលចូលធិបតីណាទៅអានបងប្អូនអ្នកសរសេរហ្នឹងក៏គ្មានអីសរសេរដែរមានតែក្រុមគណៈបពប្រឆាំងទេដែលសរសេរកម្ពុជាចាញ់ថៃសម័យដែលចូលធិបតីហ្នឹងមិនអញ្ចឹងហ៎ព្រោះបើយើងចាញ់គេទៅសរសេរចាញ់គេអញ្ចឹងក្រុមគេអ្នកដែលការពារនោះគេមិនសរសេរអញ្ចឹងតែនេះជាសារឌឺដងរបស់លោកមនោទៅខាងនេះទៅខ្ញុំជឿថាពេលខ្លះវាប្រហែលជាពួកគាត់ទ្រាំលែងបានក៏តែមិនដឹងលោកបន្តទៀតថាពាក្យចាស់លោកពោលថាអានេះវាបោកអញទាំងរស់ខ្ញុំមិនបានអានខ្លឹមសារសភៅនឹងទេគ្រាន់តែអានចំណងជើងកម្ពុជាឈ្នះថៃសម័យដែលចូលធិបតីយើងអាចសន្និដ្ឋានបានថាការកុហកបោកប្រាស់នេះគឺវាប្រាស់ចាក់ពីការពិត 100% ទៅហើយឥឡូវនេះលោកបន្តចុងក្រោយថាយើងគ្រប់គ្នានៅតែមានជីវិតឃើញនឹងផ្នែកថៃកាន់កាប់ទឹកដីខ្មែរ4ខេត្ត42តំបន់ហើយរបបតកូលហ៊ុនសែនប្រកាសជាផ្លូវការថាខ្មែរបាត់ដី4ខេត្តតែ14តំបន់ទេប្រជាពលរដ្ឋខ្មែរបាត់បង់ដីផ្ទះសម្បែងទ្រព្យសម្បត្តិកំពុងរស់នៅក្រោមតង់យ៉ាងវេទនាឈឺចាប់ជាទីបំផុតអ្នកសរសេរសភៅដាក់ចំណងជើងបែបនេះជាការប្រមាថប្រជាពលរដ្ឋនិងកងទ័ពដែលស្លាប់ចោលឆ្អឹងមិនទាន់បានយកមកធ្វើបុណ្យផងសភៅមុនគេសរសេរបោកប្រាស់ប្រជាពលរដ្ឋខ្មែរដោយអ្នកនិពន្ធគេចាត់ទុកប្រជាពលរដ្ឋខ្មែរល្ងងដូចគោរួមគ្នាប្រឆាំងការបំភ្លៃប្រវត្តិសាស្ត្រប្រឆាំងរឿងមិនពិតនិងព័ត៌មានខ្លាំងៗបាទនេះគឺជាមតិរបស់ប្រជាពលរដ្ឋទេបងប្អូនយ៉ាងណាដូចខ្ញុំជម្រាបបងប្អូនចឹងថាបានហើយបិទបញ្ចប់សភៅមួយក្បាលដែលមានចំណងជើងថាកម្ពុជាឈ្នះថៃសម័យដេជោនេះត្រឹមប៉ុណ្ណឹងចោះកុំឲ្យវែងឆ្ងាយនាំតែមានការថ្នាក់ទៀតហើយស្នើទៅលួចទូចសុខៈផងថាកែចំណងជើងសភៅនេះទៅវិញទៅដាក់ថាកម្ពុជានឹងតស៊ូឈ្នះថៃ
ក្នុងសម័យដែលជួនៅពេលដែលយើងបង្រួបបង្រួមផ្សះផ្សាជាតិអីចឹងទៅឲ្យបានរឹងមាំជាតិយើងអាហ្នឹងប្រហែលជាអាចល្អប្រសើរដាក់ប្រើពាក្យថានឹងទៅកម្ពុជាបដិញ្ញាថានឹងឈ្នះថៃនៅសម័យដែលជួនៅពេលដែលយើងរួមសាមគ្គីផ្សះផ្សាជាតិជាធ្លុងមួយអីចឹងអាហ្នឹងយើងនៅមានសង្ឃឹមច្រើនទៀតបើយើងនិយាយបែបនេះគឺគេនឹងស្ដីឲ្យថាឲ្យឲ្យបងប្អូនក៏អនុគ្រោះខ្លះទៅព្រោះអានេះសភៅអត់តន់ចាញ់នៅឡើយទេកុំអាលយកមកវិភាសាវែងឆ្ងាយខ្ញុំហ្នឹងក៏វែងឆ្ងាយខ្ញុំមិនមែននិយាយថាខ្ញុំនិយាយរឿងនេះដើម្បីប្រតិបត្តិអីនេះខ្ញុំចង់និយាយអំពីវប្បធម៌ដែលចាក់គ្រឹះជ្រៅនៅក្នុងរឿងស្រុកខ្មែរដែលគេហៅវប្បធម៌លើកជើងសរសើរឲ្យស្លាប់បង្អាប់ឲ្យរស់អត់ចេះទេគឺយើងសរសើរឲ្យស្លាប់តែម្ដងហើយខ្ញុំជឿថានេះក៏ជាការដាស់សតិមេដឹកនាំខ្មែរយើងឲ្យភ្ញាក់រលឹកដែរអ្នកជំនាន់ថ្មីអីហ្នឹងគឺយើងគិតឡើងវិញថាតើសេរីយ៉ាងម៉េចក្រុមសេកទាំងអស់នេះឲ្យកុំជូរពេកអីប្រជាពលរដ្ឋលោកដឹងហើយអញ្ចឹងដូរយុទ្ធសាស្ត្រវិញទៅអីព្រោះកុំឲ្យគេទៅលាន់រកវិធីដោះស្រាយផ្សេងទៀតក្រៅពីសរសើរបញ្ចែកបញ្ចើមេខុសរឿងអញ្ចឹងទៅព្រោះប្រជាពលរដ្ឋពងខ្លោចផ្សារបាត់ផ្ទះសម្បែងបាត់ដីធ្លីចូលទៅវិញអត់បានផងប្រជាពលរដ្ឋខ្លះទៅព្រៃច័ន្ទតំបន់ជោគជ័យពេលដែលគេវិលទៅនេះក្រសួងមហាផ្ទៃនិយាយថាថ្ងៃហ្នឹងប្រជាពលរដ្ឋវិលទៅនៅសល់តែ110,000នាក់ជាងអស់ហើយអស់ចង់អស់ហើយនៅសល់100,000ជាងនាក់ប៉ុន្តែបងប្អូននៅព្រៃច័ន្ទភូមិជោគជ័យបឹងតគួនហ្នឹងទៅអត់បានគាត់ថាឲ្យគាត់ទៅកន្លែងណាបើផ្ទះគេយកអស់ហើយគេឈូសឆាយខ្ទេចទីអស់ហើយវេទនាណាបងប្អូនអាកន្លែងហ្នឹងមកនិយាយរឿងឈ្នះរឿងជោគជ័យរឿងអស្ចារ្យវាក្រំចិត្តប្រជាពលរដ្ឋដែរយើងមើងងាយមើលស្រាលគាត់ដែលគាត់មិនហ៊ាននិយាយស្ដីអីសោះតែយើងចេះថាបានស្អីទាំងចិត្តយើងនិយាយអំពីការប្រឹងប្រែងតវ៉ាក្តីទៅតុលាការយុត្តិធម៌អន្តរជាតិអាហ្នឹងបានល្អតែយើងនិយាយនៅតែរឿងផ្សះផ្សាចរចាគេអត់ចរចាអាហ្នឹងក៏នៅតែបំបត្តិទឹកចិត្តធ្វើឲ្យខ្មែរកើតជំងឺបាក់ស្បាត់ផ្លូវចិត្តដែរតែខ្ញុំសរសើរលោកតំណាងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសបារាំងឯណោះដែលលោកថាប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារនិងផែនទីដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះភាសាអញ្ចឹងបានជាការលើកទឹកចិត្តល្អគួរតែផ្សាយទៅហើយហេតុអីបានជាចេញសុកមកចេញរឿងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសបារាំងនិយាយអំពីប្រទេសបារាំងសន្យាផ្ដល់ឯកសារផែនទីផងអីផងដើម្បីជួយខ្មែរនៅក្នុងការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនេះខ្ញុំថាមានសង្ឃឹមនេះគឺដោយសារអីមានតែយន្តការប្តឹងថៃទៅតុលាការអន្តរជាតិហ្នឹងទេដែលយើងសង្ឃឹមថាទាមកបានដីខ្មែរពីថៃមកវិញបានណាប៉ុន្តែខ្ញុំនឹងអានសាររបស់លោកឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសបារាំងគឺលោកឈ្មោះលុយដាវីតលោកលុយដាវីតគឺជារដ្ឋលេខាធិការក្រសួងការបរទេសកាលពីមុនមកហ្នឹងនឹងក៏ត្រូវបានព្រះមហាក្សត្រគឺតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រជាជាតិអាចារ្យកម្ពុជាប្រចាំសាធារណរដ្ឋបារាំងផងនៅអ៊ីតាលីផងប៉ុកទុយហ្គាល់ម៉ាល់តាប្រជាជាតិអាចារ្យអេស្ប៉ាញបរិយរៈសំទោសបរិយក្សត្រអង្គជ័រនិងបរិយក្សត្រម៉ូណាកូដែលមាននិវេសនដ្ឋាននៅឯទីក្រុងប៉ារីវែងណាគាត់សរសេរសារនៅលើបណ្ដាញសង្គម Facebook គាត់ថ្ងៃនេះគឺលោកលុយដាវីតដាក់ខ្លីគាត់សរសេរថាប្រទេសបារាំងត្រៀមខ្លួនត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារនិងផែនទីដើម្បីដោះស្រាយព្រំដែនរវាងកម្ពុជានិងថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តាមពិតរឿងនេះអត់មែនថ្មីហ្មងដែរទេព្រោះបើតាមចាំលោកកាលពីប្រហែលខែមុននេះថ្មីមុនមិនមែនប្រហែលខែនៅអំឡុងប្រហែលជាខែកក្កដាអីហ្នឹងគឺលោកហ៊ុនម៉ាណែតបានទៅប្រទេសបារាំងគាត់ទៅចូលរួមសន្និសីទមួយគេហៅថាសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិគឺលើកទី3នៅប្រទេសបារាំងគឺទីក្រុងនីសនៅទីនោះគឺលោកបានជួបលោកម៉ានូអែលម៉ាក្រុងជាប្រធានាធិបតីរបស់ប្រទេសបារាំងហើយឮមានសារថាបានសន្យាថាជួយជាឯកសារជួយអីហ្នឹងម្ដងហើយកាលហ្នឹងគឺនៅពេលដែលក្រោយកម្ពុជាបានថាជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិថាគ្រោងដាក់ប្តឹងថៃទាមទារការគ្រប់គ្រងដែនអធិបតេយ្យខ្មែរពេញលេញរឿងប្រាសាទតាក្របីប្រាសាទតំបន់តូចតំបន់ធំនិងតំបន់មុំបីអាហ្នឹងយើងឃើញថាគាត់ធ្លាប់បង្ហាញព័ត៌មានហ្នឹងហើយប៉ុន្តែស្រាប់តែថ្ងៃនេះថ្ងៃទី25ខែមករាឆ្នាំ2025 7 ខែនៅក្រោយពេលដែលជូនតែដំណឹងអត់ទាន់មានដាក់ពាក្យប្តឹងអីទៅតុលាការយុត្តិធម៌អន្តរជាតិសោះស្រាប់តែលោកលុយដាវីតដែលជាឯកអគ្គរដ្ឋទូតរបស់ប្រទេសកម្ពុជាប្រចាំនៅបារាំងនេះក៏ថ្លែងអំពីថាបារាំងត្រៀមខ្លួនជាស្រេចនឹងផ្ដល់ឯកសារនិងផែនទីសម្រាប់ការតតាំងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិនេះតាមមានន័យយ៉ាងម៉េចបងប្អូនខ្ញុំថាលោកដាវីតនេះក៏លោកដាវីតក៏ជួយផ្ដល់ក្តីសង្ឃឹមคล้ายៗឲ្យខ្មែរដែរព្រោះអារឿងឯកសារនៅបារាំងនេះណាផែនទីផែនអីហ្នឹងក៏ដោយហ្នឹង
ខ្មែរអត់មានអត់ទេផែនទីនេះអត់មានអត់មានខ្វះហើយកាលលើកមុនយើងទៅរករឿងលោកអ៊ុំសំអានរឿងទៅយកផែនទីពីបណ្ណាល័យនៅទីក្រុងរដ្ឋធានី Washington អីហ្នឹងយកមកផ្សព្វផ្សាយអីហ្នឹងផែនទីហ្នឹងខ្មែរអត់ខ្វះទេបើខ្មែរខ្វះខ្មែរអត់មានផែនទីសម្រាប់តតាំងក្តីនៅប្រាសាទព្រះវិហារទាំងពីរលើកទេដូច្នេះឯកសារគតិយុត្តទាំងអស់ហ្នឹងវាមាននៅក្នុងសំណុំរឿងរបស់តុលាការយុត្តិធម៌អន្តរជាតិយូរហើយវាអត់មានខ្វះឯកសារប៉ុន្តែជាការល្អណាស់បើសិនជារដ្ឋាភិបាលបារាំងជួយទៀតយើងរំភើបយើងមិនដឹងថាមានឯកសារផែនទីប្រមាណផ្ទាំងទៀតដែលប្រើតាមផែនទីខ្នាតលើ1 200,000លើ1 50,000ដែលថៃយកយើងអត់ប្រើយើងប្រើតាមសន្ធិសញ្ញាបារាំងសៀម1904 1907ចុះបើផែនទីនឹងច្បាស់ជាក់លាក់ថាដីនឹងជាដីរបស់ខ្មែរលោកដាវីតកុំចាំបាច់ដល់រដ្ឋាភិបាលបារាំងថាសន្យាឲ្យយើងអីមិនបាច់ទេសុំគេយកមកឥឡូវហើយសុំគេមកហ្នឹងបើវាខុសពីអាផែនទីណាក៏ដោយសុំគេយកមកពីបារាំងហើយសុំឲ្យក្រសួងការបរទេសកម្ពុជាឬក៏គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាយកផែនទីហ្នឹងមកភ្លាមដែលបានពីបារាំងហើយបញ្ជាក់មកថាថ្មីឬក៏ចាស់ដូចអ្វីដែលមាននៅតុលាការយុត្តិធម៌អន្តរជាតិកាលពីឆ្នាំ1962ឬក៏2008ដែលយើងប្តឹងថៃជាលើកទី2នោះណាហើយបញ្យល់ប្រាប់ប្រជាពលរដ្ឋយើងវិញនេះបងប្អូនណាតំបន់កន្លែងនេះណាភ្នំទ្របភ្នំអីច្រកអានសេះឬក៏ប្រាសាទតាមាន់តូចតាមាន់ធំតាកបីប្រាសាទស្អីដីកន្លែងដែលថៃគ្រប់គ្រងទាំងអស់ហ្នឹងគឺបើមើលក្នុងផែនទីរបស់បារាំងដែលគេថាត្រៀមខ្លួនជាស្រេចឲ្យយើងហ្នឹងកុំចាំបាច់ត្រៀមសុំគេមកព្រោះពេលនេះយើងត្រូវការអាទាំងអស់ហ្នឹងដើម្បីយកមកបញ្យល់ប្រាប់ប្រជាពលរដ្ឋទៅថាបងប្អូនទាំងអស់ណាតំបន់នេះណាបើតាមផែនទីដែលបារាំងថាត្រៀមឲ្យយើងនេះណាវានៅក្នុងដែនអធិបតេយ្យរបស់ខ្មែរដូច្នេះបងប្អូនទាំងអស់គ្នាទាំង17លាននាក់ត្រូវនាំគ្នាតស៊ូមតិដើម្បីឲ្យតុលាការអន្តរជាតិឯណោះ ICJ ចាត់ការរឿងយើងអាសេចក្តីជូនដំណឹងកម្ពុជាដែលអះអាងថាដាក់តាំងពីខែ6អាហ្នឹងរឿងមួយរឿង2បើអត់ទាន់បានដាក់បណ្ដឹងទេគឺជាឱកាសដើម្បីឲ្យប្រជាពលរដ្ឋទាំង17លាននាក់នាំគ្នាតស៊ូមតិឲ្យរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងឥឡូវទៅដើម្បីឲ្យយកដីទាំងអស់នោះមកវិញបានព្រោះយន្តការចរចាទ្វេភាគីនេះវាអត់បានផលទេព្រោះថៃគេនឹងមិនឲ្យយើងទេគេស្លាប់មនុស្សគេអស់មកកណោគេសង់ហេដ្ឋារចនាសម្ព័ន្ធហេតុអីបានជាយើងវិលទៅយន្តការចរចាទ្វេភាគីដែលកម្ពុជាខ្លួនឯងតាំងគេអត់ទាន់វាយយកដីយើងសុទ្ធតែសឿងបឿងរហូតដល់ថាហេកន្លែងផ្សេងចរចាតែកន្លែងភ្នំទ្របប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនៅមិនមែនភ្នំទ្របតំបន់ភ្នំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីយើងជួដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្តឹងគេទៅអាហ្នឹងអត់ទាន់វាយគ្នាផងយើងសុទ្ធតែអះអាងថាចង់ប្តឹងគេឥឡូវយើងវាយឲ្យគេយកមកខ្ទេចខ្ទីអាតំបន់ហ្នឹងកាលរហប្តឹងគេហ្នឹងគឺគេគ្រប់គ្រង5នាក់យើង5នាក់តាកបី2នាក់យើង2នាក់ច្រកអានសេះគេខ្លះយើងខ្លះភ្នំទ្របយើងដូចជានៅលើភ្នំគេនៅក្រោមភ្នំហើយដល់ពេលឥឡូវគេយកទាំងអស់អត់មានបណ្ដឹងទៅវិញហើយយើងទៅនិយាយថាបារាំងកំពុងតែត្រៀមឯកសារវាជាក្តីសង្ឃឹមអត់បានជួយស្អំចិត្តប្រជាពលរដ្ឋទេវាទៅធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្ដើមឆ្ងល់ទៀតឲ្យចុះបារាំងឲ្យឯកសារហ្នឹងទៀតអញ្ចឹងយើងនៅចាំអីចោះអង្កាលបានដាក់ពាក្យប្តឹងយកឯកសារបារាំងដែលថាគេត្រៀមមកបើថាយើងខ្វះភ័ស្តុតាងអីអានេះណាកម្ពុជានឹងរងការចោទប្រកាន់របស់ប្រជាពលរដ្ឋថាធ្វើនយោបាយប្រជាពិធទៀតហើយស្អំចិត្តចឹងទៅតចោះហេតុអីចោះឯកសារយើងខ្វះអីឲ្យប្រកាសឡើយហ្នឹងមិនប្តឹងគេហ្នឹងយើងខ្វះអីឬមួយក៏យើងថាឯកសារអត់ខ្វះអីទេដាក់ប្តឹងហើយប៉ុន្តែបើតាពេលតឡាការក៏ហៅគឺបារាំងគេត្រៀមខ្លួនរួចជាសាច់ដើម្បីនឹងបញ្ចេញឯកសារនឹងអីចឹងទៀតទៅបងប្អូនមិនអីទេបើបានឯកសារក៏ល្អដូចខ្ញុំនិយាយចឹងថាបើគេមិនទាន់ឲ្យកុំសុំគេយកមកឲ្យឥឡូវមកអត់ចាំបាច់ចាំអីទៀតទេព្រោះថៃឈ្លានពានយើងហើយបងប្អូនអត់ចាំបាច់ដល់ទៅពេលទៅដល់តឡាការនឹងបានសុំទេអត់ទេសុំឲ្យហើយមកព្រោះវាជាកម្មសិទ្ធិរបស់ខ្មែរបារាំងអត់ត្រូវការទុកនៅនឹងទេហើយបើវាមានភាពប្លែកវាមានភាពល្អសម្រាប់តតាំងបញ្យលប្រជាពលរដ្ឋយើងក៏សមល្មមសម្រាប់បញ្យលប្រជាពលរដ្ឋយើងទៅខ្ញុំស្លេះរឿងលោកលុយដាវីតប៉ុណ្ណឹងដើម្បីឲ្យបងប្អូនឃើញផ្សព្វផ្សាយច្រើនតកតងនឹងរឿងគេសន្យានេះសន្យានោះល្អហើយសង្ឃឹមទៅបងប្អូនប៉ុន្តែយើងសង្ឃឹមតតែយើងដាក់ប្តឹងដែរតើមានឯកសារនឹងយកមកធ្វើអីបើយើងអត់ទាំងដាក់ពាក្យប្តឹងផងហើយប្រាប់ប្រជាពលរដ្ឋផងដាក់ប្តឹងអង្កលព្រោះសប្តាហ៍ហ្នឹងរីងរៃដោយសារមិនដឹងរដ្ឋាភិបាលដាក់ប្តឹងអង្កលឥឡូវនេះគឺបងប្អូនរឿងដីធ្លីបងប្អូនដឹងហើយណាភូមិបឹងតកួននៅបឹងតកួនជោគជ័យឬក៏ព្រៃច័ន្ទអីគ្មានណាចូលទៅបានទេប្រជាពលរដ្ឋខ្លោចផ្សារណាបាត់ផ្ទះសម្បែងមិនដឹងនៅវេទនាណាមានសំណូមពរពីប្រជាពលរដ្ឋជាច្រើនខ្ញុំទទួលបានសារច្រើនណាពីបងប្អូនថាជួយផ្សាយផង
ឲ្យអ្នកមានអំណាចនិងអ្នកអង្គការដែលបកកែយកដីរាសហ្នឹងណានាំគ្នាសាកទៅយកដីខ្មែរដែលថៃកំពុងកាន់កាប់ម្ដងមើលដូចនៅព្រៃច័ន្ទបឹងតគួនឬក៏នៅភូមិជោគជ័យអីតាមពិតបងប្អូនផ្ញើសារមកបែបនេះខ្ញុំដឹងអំពីសមាជិកបងប្អូនកំពុងតែមួម៉ៅក្តៅក្រហាយនឹងរឿងថាដីខ្មែរគ្នាឯងរំលោភយកបានបំពេញឈ្លានពានដល់ពេលដីបរទេសគេរឹបអូសបានអត់ព្រមទៅយកមកវិញមកបើសិនជាអង្គការនិងអ្នកដែលបោកប្រាស់មួយចំនួននឹងដែលបកកែអញ្ចឹងណាបងប្អូនបានហើយមិនអីទេបងប្អូនធ្វើដូច្នេះគឺជាសារឌឺដងឬក៏ដូចជាបញ្ជោះទៅគោះបោះបោកដាក់ឲ្យរដ្ឋាភិបាលឬក៏អង្គការនឹងទេមានអង្គការណាទៅយកដីនឹងបាននោះបងប្អូនវាគ្រាន់តែជាការស្រាយកំហឹងបងប្អូនមែនព្រោះដីនឹងរដ្ឋាភិបាលស្របច្បាប់មិនយកមិនបានផងចុះទម្រាំអង្គការនឹងយកមិនបានហើយអង្គការទាំងអស់នឹងយកបានក៏ដោយសារតែអ្នកនឹងនៅក្នុងន័យថាប្រព័ន្ធរដ្ឋាភិបាលគេចេះតែអនុគ្រោះអញ្ចឹងតែរហូតមកនោះបើគេចង់ធ្វើក៏គេធ្វើយូរហើយប៉ុន្តែគ្នាគេវាធ្វើវាមកកើតសិតតែអ្នកជួយបាក់រាប់លានដុល្លាររាប់អីអញ្ចឹងទៅដូច្នេះធ្វើបន្តិចតិចអញ្ចឹងទៅតាមភ្លៀងរលឹមអីអញ្ចឹងទៅបានខ្លះអត់ខ្លះអ្នកខ្លះ5ឆ្នាំក៏មិនបានដីមានតែដីខ្យល់អីអញ្ចឹងទៅអានឹងធ្វើម៉េចបងប្អូនរបៀបដឹកនាំរដ្ឋគេអញ្ចឹងគេប្រហើបបន្តិចតិចដល់ពេលមានអីហ្នឹងទូងស្គរប្រេះស្គរទៀតហើយឲ្យតែមានជោគជ័យអីតែបន្តិចភ្លេចអស់លីងពវៀងដានអស់ទៅជជែកតែពីរឿងហ្នឹងអញ្ចឹងគឺសបាយគេនឹងធ្វើអញ្ចឹងទៀតបងប្អូនចាំមើលមានព្រឹត្តិការណ៍អីមួយហ្នឹងនាំនេះជ្រុំទៅមើលតែព្រឹត្តិការណ៍ហ្នឹងភ្លេចអារឿងព្រំដែនហ្នឹងបានពី3អាទិត្យអញ្ចឹងទៅមកបន្ទុះអញ្ចឹងទៅគេទៅបង្កើតព្រឹត្តិការណ៍អីមួយទៀតទៅអាហ្នឹងអញ្ចឹងទៅប៉ុន្តែយើងនៅតែជឿចាប់ផ្លូវផ្សារតែយ៉ាងណាបងប្អូនជុកចុងអត់ដែរភ្លេចកុកទេកុកទៀតតែចិត្តតែភ្លេចជុងបាទឥឡូវនេះគឺចូលដល់ព័ត៌មានបញ្ចប់នៅសល់2 3ទៀតតកតងនឹងសហការីចិត្តស្និទ្ធលោកកឹមសុខាថាមេដឹកនាំបពប្រឆាំងរូបនេះយកសេរីភាពផ្ទាល់ខ្លួនដូរសេរីភាពប្រជាពលរដ្ឋខ្លោចផ្សារណាបងប្អូនមកដល់ម៉ោងនេះឲ្យលោកកឹមសុខាសំណុំរឿងរបស់គាត់ហ្នឹងក៏មិនដឹងទៅណាហើយដល់ណាទេព្រោះអីតឡាការកាលពីប្រហែលមុននឹងដាច់ឆ្នាំហ្នឹងក៏ថាបើកសវនាការ8ឆ្នាំហើយសំណុំរឿងលើកពេលចុងក្រោយលើកពេលទៀតឥឡូវលើកពេលអត់កាលកំណត់អត់ដឹងថាជំនុំជម្រះថ្ងៃណាទេតែយ៉ាងណាខ្ញុំឃើញសាររបស់លោកច័ន្ទជេនដែលជាសហការីជិតស្និទ្ធរបស់លោកកឹមសុខាលោកច័ន្ទជេនធ្លាប់ជាសហការីឬក៏សហមេធាវីការពារក្តីឲ្យលោកកឹមសុខាជាមួយនឹងអ្នកស្រីមេងសុភារីលោកផែងហេងនិងលោកអាងឧត្តមជាមេធាវីបកែណាទាំងលោកច័ន្ទជេនទាំងលោកអាងឧត្តមនិងលោកផែងហេងនិងលោកស្រីមេធាវីមេងសុភារីដូចតែលោកជួងជំងីអីចឹងដែរមេធាវីកម្ពុជាបកែតែអត់ដល់ឈ្នះក្តីគេមួយទេព្រោះការខ្ពារក្តីឲ្យតែក្រុមបពប្រឆាំងហ្នឹងគឺអត់ឈ្នះការទេព្រោះរឿងនយោបាយគេឲ្យចាញ់តែរហូតហ្នឹងឯងដល់ពេលលោកច័ន្ទជេនលោកបានទៅរស់នៅប្រទេសអូស្ត្រាលីសប្តាហ៍ថ្ងៃនេះលោកបានសរសេរសារជាញឹកញាប់ថាលោកកឹមសុខានឹងជាមេដឹកនាំបពប្រឆាំងគឺបូជាអ្វីៗដើម្បីសេរីភាពប្រជាពលរដ្ឋសុខចិត្តលំបាកខ្លួនឯងថ្ងៃនេះលោកសរសេរសារដូចនេះថាដោយសារតែបុព្វហេតុលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សការរីកចម្រើននៅកម្ពុជាលោកកឹមសុខាបានបាត់បង់សេរីភាពនិងជាប់ឃុំជាច្រើនលើកលោករំលឹកថាជាប់ឃុំ17ថ្ងៃដំបូងនោះនៅពន្ធនាគារព្រៃសរបាត់បរិហាគេថ្ងៃទី31ខែធ្នូ2005ដល់ថ្ងៃ17ខែមករា2006លើកទី2ជាប់នៅទីស្នាក់ការគណៈបកសង្គ្រោះជាតិចាក់រ៉ែក្រោមជាង6ខែឆ្នាំ2016លើកទី3ជាប់ឃុំនៅពន្ធនាគារតាពាំង plong ម3ខេត្តត្បូងឃ្មុំក្បែរព្រំដែនវៀតណាមរយៈពេល1ឆ្នាំ3ថ្ងៃក្រោយចាប់ខ្លួនពាក់កណ្ដាលអាធ្រាត្រថ្ងៃទី3ឈានចូលថ្ងៃទី4ខែកញ្ញាឆ្នាំ2017លើកទី4គឺតុលាការក្រុងភ្នំពេញផ្តន្ទាទោសលោកកឹមសុខាកំណត់រយៈពេលឲ្យជាប់គុក27ឆ្នាំពីបទសន្តិទ្ធភាពជាមួយបរទេសបច្ចុប្បន្នជាប់ឃុំនៅក្នុងផ្ទះតាមពិតលោកច័ន្ទជិនក៏ធ្លាប់សរសេរកាលពីដើមខែមករាដែរថាលោកកឹមសុខាមិនបានប្រព្រឹត្តបទសន្តិទ្ធភាពឬក៏ត្រូវរើគ្នាជាសម្ងាត់ជាមួយរដ្ឋបរទេសឬអាមេរិកណាទេគឺមិនដូចតុលាការភ្នំពេញចោទប្រកាន់នោះទេពេលដែលសមត្ថកិច្ចចូលចាប់ខ្លួនលោកកឹមសុខាទាំងកណ្ដាលយប់